តើអីទៅជាគោលលទ្ធិដែលឆ្លុះបញ្ចាំងពីមនោគមវិជ្ជាឆ្លុះបញ្ចាំងពីអភិក្រមរបៀបរបបធ្វើការនិងចក្ខុវិស័យរបស់ប្រធានាធិបតីមួយមកលើអនាគតសហរដ្ឋអាមេរិកពេលហ្នឹងអត់ចង់រវីរវល់នឹងទ្វីបផ្សេងទេចង់សម្ងំបិទទ្វីបទាំង3នឹងចិត្តដើម្បីកសាងស្ថិរភាពសម្រាប់សហរដ្ឋអាមេរិកហើយសហរដ្ឋអាមេរិកត្រូវការស្ថិរភាពដើម្បីកសាងខ្លួនខ្លាចជាមហាអំណាចដែលធំជាងនេះកម្ពុជាគួររក្សាខ្លួនយ៉ាងម៉េចកុំឲ្យមហាអំណាចមើលឃើញយើងថាជាការគំរាមកំហែងសម្រាប់គេចឹងជាបឋមសូមជម្រាបសួរអ្នកចូលរួមទាំងអស់គ្នាផងដែរខ្ញុំគិតថាបែបអត់មានពូមីងទេមានតែបងប្អូនហើយស្វាគមន៍ផងដែរមកកាន់វេទិកាអនាគតខ្ញុំសូមណែនាំខ្លួនបន្តិចខ្ញុំឈ្មោះអូនឆេងប៉ខ្ញុំជាអ្នកស្រាវជ្រាវគោលនយោបាយនៅវេទិកាអនាគតនេះហើយខ្ញុំចាប់ផ្ដើមជាការងារពេញម៉ោងនៅវេទិកាអនាគតនេះតាំងពីខែមិនិនាឆ្នាំ2025មកឥឡូវប្រធានបទយើងថ្ងៃនេះយើងនិយាយរៀងធំចំណងជើងដល់តាជំរឿសយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងយុគថ្មីរបស់ពិភពលោកបាទឥឡូវម្នាក់គាត់និយាយពីរឿងយុគថ្មីយុគសម័យថ្មីសណ្ដាប់ធ្នាប់ថ្មីសណ្ដាប់ធ្នាប់ដែលកំពុងច្បោកច្បល់តាំងពីដើមឆ្នាំ2025នេះមកលើទូទាំងសកលលោកតាំងពីរបៀបរបបនៃច្បាប់ទម្លាប់អន្តរជាតិតាំងពីរបៀបរបបនៃការធ្វើជំនួញដោះដូរពាណិជ្ជកម្មតាំងពីរបៀបរបបនៃសណ្ដាប់ធ្នាប់សេដ្ឋកិច្ចតាំងពីសណ្ដាប់ធ្នាប់សន្តិសុខហើយនិងសន្តិភាពនានានៅទូទាំងពិភពលោកហ្នឹងជួបបញ្ហារង្គោះរង្គើស្ទើរគ្រប់ទីកន្លែងហើយចំពោះសមត្ថកម្មនេះខ្ញុំមិនបាច់ទៅដល់កន្លែងណាឆ្ងាយក្រៅពីចិត្តលបងផ្ទះទេសូម្បីតែនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃឥឡូវនេះក៏កំពុងតែមានសភាពចាក់ឆ្ងាយពីស្ថិរភាពដែលយើងធ្លាប់មានពីមុនមកដែរអញ្ចឹងណាអញ្ចឹងមុនទៅដល់ការពិភាក្សាអំពីយុគថ្មីយើងចង់នាំគ្នាសម្លឹងក្រោយមើលយុគចាស់សិនតែយុគចាស់ហ្នឹងយើងមានអីខ្លះហើយសកម្មភាពពីមុនហ្នឹងវាអាចនាំឲ្យការប្រាប់ឬក៏ដល់នៅប្រផ្នូលអីខ្លះដល់យុគថ្មីរបស់យើងកាលណាយើងមានការពិនិត្យមើលការវិភាគនិងការសម្លឹងទៅក្រោយប្រកបដោយភ្នែកភ្លឺថ្លាណាអង់គ្លេសយើងហៅ clear eye ឬភ្នែកភ្លឺថ្លាហ្នឹងខ្ញុំជឿថាពេលយើងសម្លឹងមកយុគថ្មីបច្ចុប្បន្ននេះនិងយុគទៅអនាគតទៀតវាជួយឲ្យយើងបានរៀបចំខ្លួនច្រើនជាងមុនទាំងកម្រិតបុគ្គលខ្លួនឯងអ្នកចូលរួមទាំងអស់គ្នាអ្នកមើលតាមប្រព័ន្ធអ៊ីនធឺណិតកម្រិតស្ថាប័នកម្រិតគ្រួសារនិងកម្រិតជាតិផងដែរអញ្ចឹងមុននឹងទៅដល់យុគថ្មីខ្ញុំទៅយុគចាស់សិនបាទប៉ុន្តែនៅក្នុងការបទបង្ហាញនេះខ្ញុំនឹងលើកអំពីឆ្នាំចំនួន3ឆ្នាំទី1 1925បានន័យថាឆ្នាំបច្ចុប្បន្ននេះដក100ហើយឆ្នាំទី2គឺ2025ឥឡូវនេះបាទខែតុលានេះហើយនៅឆ្នាំទី3ឆ្នាំឥឡូវនេះបូក100ទៅវិញអញ្ចឹង2125ប្រហែលជាអត់មានគ្នាយើងនៅតទេដល់2125ឬត្រាតែមានបច្ចេកវិទ្យាថ្មីយើងប្រហែលជាមិនដឹងអាចមនុស្សអាយុវែងជាងមុនឬក៏យ៉ាងម៉េចបាទតែមុននឹងទៅដល់ឆ្នាំ3នេះខ្ញុំសូមថែមឆ្នាំមួយទៀតបាទ1823 1823ហាក់ដូចជាឆ្នាំមួយដែលអង់គ្លេសយើងហៅថា random ឆ្នាំដែលដោយចៃដន្យយើងគិតថាបែបអត់មានអីសំខាន់ទេហ្នឹងហើយប៉ុន្តែបើយើងក៏លេខមើលបន្តិចនេះគឺលោកJames Monroe បាទJames Monroe ជាសហស្ថាបនិកនៃសហរដ្ឋអាមេរិកដែរបិតាស្ថាបនិកមួយក្នុងចំណោមប្រមាណអ្នកដែលគាត់បានចូលរួមបង្កើតសហរដ្ឋអាមេរិកនៅសតវត្សទី18ហ្នឹងគាត់ខ្លួនឯងក៏ជាស្ថិតក្នុងចំណោមបិតាស្ថាបនិកសហរដ្ឋអាមេរិកទាំងឡាយដែលបន្តធ្វើជាប្រធានាធិបតីអាមេរិកតាំងពីឆ្នាំ1817មកដល់ឆ្នាំ1825ចឹងបានន័យថាក្នុងឆ្នាំ1823ហ្នឹងស្ថិតក្នុងអាណត្តិរបស់លោក James Monroe ហ្នឹងឯងបាទតើហេតុមានចំណុចណាមួយដែលយើងគិតថាយើងគួរចងចាំពីលោក James Monroe លោក James Monroe សម្រាប់អ្នកសិក្សាប្រវត្តិសាស្ត្រសម្រាប់អ្នកសិក្សាបញ្ហានៃទំនាក់ទំនងអន្តរជាតិ
ឈ្មោះរបស់លោកត្រូវបានគេយកទៅភ្ជាប់ជាមួយគោលលទ្ធិមួយធម្មតានៅសហរដ្ឋអាមេរិកដោយសារតែប្រទេសគាត់ធំគាត់មានអំណាចធំធេងមហាសាលហើយបានន័យថាគាត់រាល់គោលនយោបាយរបស់សហរដ្ឋអាមេរិកតាំងតែពីដើមមកទោះបីជាមុនសង្គ្រាមលោកលើកទី1មុនសង្គ្រាមលោកលើកទី2គាត់ប្រកាន់នៅលទ្ធិឯកានិយមក៏ដោយប៉ុន្តែដោយសារតែអំណាចរបស់គាត់កើនឡើងជាលំដាប់ពេលនោះរាល់អាណត្តិប្រធានាធិបតីមួយចក្ខុវិស័យរបស់ប្រធានាធិបតីត្រូវបានគេដាក់ឈ្មោះថាជា doctrine ភាសាអង់គ្លេស doctrine បបកខ្មែរយើងហៅថាគោលលទ្ធិតើអីទៅជាគោលលទ្ធិដែលឆ្លុះបញ្ចាំងពីមនោគមវិជ្ជាឆ្លុះបញ្ចាំងពីអភិក្រមរបៀបរបបធ្វើការនិងចក្ខុវិស័យរបស់ប្រធានាធិបតីមួយមកលើអនាគតមកដល់ចំនួនអូបាម៉ាយើងហៅអូបាម៉ា doctrine គោលលទ្ធិអូបាម៉ាមកដល់ចំនួនត្រាំទី1គោលលទ្ធិត្រាំទី1ដែរត្រាំ doctrine 1.0ចំនួនប្រធានាធិបតី Biden មាន Biden doctrine គោលលទ្ធិ Biden ហើយមកដល់ចំនួនប្រធានាធិបតីត្រាំលើកទី2នេះយើងមានត្រាំ 2.0 doctrine ទៀតបាទអញ្ចឹងសម្រាប់Monroe doctrine គាត់មានលក្ខណៈពិសេសប្លែកជាងគេដូចតែក្នុងបទបង្ហាញនេះបានលើកឡើងអញ្ចឹងបានឃើញនៅផែនទីបាទបានន័យថាក្នុងឆ្នាំ1823សហរដ្ឋអាមេរិកនៅតែជារដ្ឋថ្មីថ្មោងនៅឡើយបាទបានន័យថាគាត់បង្កើតប្រទេសតែបាន30-40ឆ្នាំទេពេលហ្នឹងបាទហើយការបង្កើតប្រទេសរបស់សហរដ្ឋអាមេរិកហ្នឹងបើយើងមើលប្រវត្តិដំណើរដើមតងទៅគឺជាការងើបប្រឆាំងនឹងអំណាចសក្តិភូមិរបស់អឺរ៉ុបអំណាចអាណានិគមអឺរ៉ុបនានាដែលទៅរកឃើញទ្វីបអាមេរិកមុនគេគាត់មែនតើគាត់មិនមែនបើយើងប្រើពាក្យឥឡូវនេះមិនមែនថាគាត់ទៅរកឃើញទៀតតែវត្តទ្វីបអាមេរិកហ្នឹងអត់ត្រូវការរកឃើញទេគាត់មានរបស់គាត់ហើយអញ្ចឹងបើនិយាយថាយើងអំណាចអឺរ៉ុបហ្នឹងទៅរកឃើញទ្វីបអាមេរិកដូចជាអំណាចអឺរ៉ុបទៅបង្កើតទ្វីបអាមេរិកអញ្ចឹងប៉ុន្តែទ្វីបអាមេរិកវាមានហើយដូចជាការនិយាយរឿងពេលបារាំងចូលស្រុកខ្មែរយើងថាមានជនជាតិបារាំងនេះរកឃើញប្រាសាទអង្គរវត្តតែប្រាសាទអង្គរវត្តអត់ទៅណាទេហើយអត់ត្រូវការគាត់រកឃើញប្រាសាទអង្គរវត្តគាត់នៅទីហ្នឹងហើយអញ្ចឹងអាការសន្ទនានៅលំដាប់អន្តរជាតិឥឡូវក៏យើងជជែកអំពីបញ្ហាហ្នឹងដែរណាអញ្ចឹងដោយសារតែគាត់ដំណើរដើមតងរបស់សហរដ្ឋអាមេរិកកើតពីការប្រឆាំងតវ៉ានឹងអំណាចរាជានិយមរបស់អឺរ៉ុបមានអង់គ្លេសមានបារាំងមានអេស្ប៉ាញដល់ចំណុចមួយគឺអំណាចសហរដ្ឋអាមេរិកបានកើនឡើងក្នុងកម្រិតបង្គួរក្នុងចំនួនលោកប្រធានាធិបតី James Monroe ហ្នឹងលោកក៏បានដាក់ចេញនៅគោលការណ៍មួយយើងហៅគោលលទ្ធិ Monroe ដែលខ្ញុំនិយាយខាងដើមមិញហ្នឹងគឺផ្ដោតទៅលើការដាក់ដែនកំណត់នៃឥទ្ធិពលរបស់មហាអំណាចមួយអញ្ចឹងសម្រាប់លោកប្រធានាធិបតី Monroe គោលលទ្ធិ Monroe របស់គាត់ហ្នឹងចង់ផ្ញើសារទៅអំណាចរាជានិយមនៅបណ្ដាទ្វីបអឺរ៉ុបមានអង់គ្លេសកាលនោះមានបារាំងគឺចូលសាធារណរដ្ឋដល់ទី1ហើយមុនបករាជានិយមហើយទៅសាធារណរដ្ឋទី2មានអេស្ប៉ាញមានអីហ្នឹងគឺគាត់ធានាយ៉ាងណាក្នុងដែនរង្វង់អធិបតេយ្យរបស់គាត់ដែនរង្វង់នៃឥទ្ធិពលរបស់គាត់ sphere of influence ហ្នឹងបាទដែនវិសាលភាពនៃអំណាចរបស់គាត់ហ្នឹងគាត់ផ្ញើសារទៅមហាអំណាចអឺរ៉ុបថាមហាអំណាចអឺរ៉ុបមិនអាចចូលមកអធិគុលយើងហៅថាអធិគុលខាងលិចណាបានថាមានទ្វីបអាមេរិកខាងជើងអាមេរិកកណ្ដាលការ៉េអ៊ីបហ្នឹងហើយនឹងអាមេរិកឡាទីនអាមេរិកខាងត្បូងក្នុង3ទ្វីបជាប់គ្នាហ្នឹងគឺជាដែនវិសាលភាពនៃឥទ្ធិពលរបស់សហរដ្ឋអាមេរិកអញ្ចឹងគាត់ផ្ញើសារច្បាស់ទៅអឺរ៉ុបថានឹងហើយជាដែនអធិបតេយ្យដែនវិសាលភាពនៃអំណាចរបស់សហរដ្ឋអាមេរិកដែលអឺរ៉ុបមិនអាចមកបំពានបានដូចយើងមើលរឿងចិនអញ្ចឹងថាមានទឹកដីកន្លែងណាមានបងធំម្នាក់ជាអ្នកកាងកន្លែងហ្នឹងអញ្ចឹងគាត់អ្នកប្រមូលថ្លៃការពារតែសម្រាប់នេះក្នុងបរិបទមួយវាលើសពីផ្សារវាលើសពីបងធំក្នុងរឿងចិនគឺវាដល់កម្រិតតំបន់វាដល់កម្រិតមហាអំណាចមួយកាងតំបន់មួយថាជាតំបន់របស់ខ្លួនឯងទោះបីគាត់មិនគ្រប់គ្រងទឹកដីទាំងអស់ក៏ដោយគាត់មានរដ្ឋផ្សេងៗទៀតក្នុងតំបន់ហ្នឹងក៏ដោយប៉ុន្តែរដ្ឋនានាក្នុងតំបន់ហ្នឹងត្រូវទទួលស្គាល់នៅឥទ្ធិពលផ្ដាច់មុខរបស់មហាអំណាចមួយហ្នឹងបើភាសាខ្មែរយើងរៀនក្នុងប្រវត្តិសាស្ត្រយើងហៅសមណ្ឌរដ្ឋរណបរដ្ឋអីផង
នឹងជាគោលលទ្ធិអីជាការនឹកឃើញនៅមនោគមវិជ្ជាក្នុងការបែងចែកទឹកដីបែងចែកពិភពលោកគ្នាដើម្បីគ្រប់គ្រងអញ្ចឹងសម្រាប់សហរដ្ឋអាមេរិកពេលហ្នឹងអត់ចង់រវីរវល់នឹងទ្វីបផ្សេងទេចង់សម្ងំបិទទ្វីបទាំង3នឹងចិត្តដើម្បីកសាងស្ថិរភាពសម្រាប់សហរដ្ឋអាមេរិកហើយសហរដ្ឋអាមេរិកទៅការស្ថិរភាពដើម្បីកសាងខ្លួនខ្លាចជាមហាអំណាចដែលធំជាងនេះហើយតាមរយៈអន្តរាគមនេះនិងគោលលទ្ធិការយល់ឃើញបែបនេះវាពិតជាបានហុចផលមែនទីបញ្ចប់ទៅនៅដំណាច់សង្គ្រាមលោកលើកទី1មហាអំណាចអឺរ៉ុបទាំងឡាយទាំងពួងដែលប្រយុទ្ធគ្នានឹងខ្សោយទាំងអស់តាំងពីចក្រភពអង់គ្លេសតាំងពីបារាំងអាល្លឺម៉ង់ចាញ់សង្គ្រាមធ្ងន់ជាងគេបារាំងហើយនិងអង់គ្លេសទោះបីមានឈ្មោះឈ្នះសង្គ្រាមតែឈ្នះទាំងទរន្តរាណាដែលឃើញយើងរូបភាពគេដាក់អ្នកបដាល់ដែលគេវាយឡើងពោមុខគេថានេះហើយអ្នកឈ្នះអញ្ចឹងអត់ទាន់ឃើញអ្នកចាញ់នឹងមុខមិនទេចាំមិនថាទ្រាំខ្លួនទាំងអស់គ្នាពេលហ្នឹងមហាអំណាចអឺរ៉ុបនានាហៅសហរដ្ឋអាមេរិកចូលជួយប្រយុទ្ធទៀតហើយសហរដ្ឋអាមេរិកតាមរយៈផលប្រយោជន៍ផលចំណេញឬក៏យើងហៅ advantage ហ្នឹងបានន័យថាភាពមានប្រៀបខាងភូមិសាស្ត្ររបស់គាត់ហ្នឹងភូមិសាស្ត្រគាត់ដាច់ដោយឡែកពីគេអញ្ចឹងបើតំបន់ដីគោកនៃសហរដ្ឋអាមេរិកនិងsphere of influence ដែននៃឥទ្ធិពលរបស់គាត់ដែលគាត់បានកាងយកហ្នឹងគឺអត់មានទទួលការប៉ះពាល់ការប្រយុទ្ធគ្នាដោយអាវុធការប្រយុទ្ធគ្នាដោយក្តៅណាមួយប៉ះពាល់លើតំបន់ហ្នឹងទេអញ្ចឹងតំបន់គាត់ស្ថិរភាពល្អប្រយុទ្ធគ្នាលើទ្វីបអឺរ៉ុបអញ្ចឹងមហាអំណាចអឺរ៉ុបទាំងអស់ទុនខ្សោយទាំងអស់ដោយសារតែគាត់នៅចិត្តគ្នាពេកគៀកគ្នាពេកបើយើងមើលផែនទីអឺរ៉ុបដឹងហើយប្រទេសមហាអំណាចមួយទាំងបារាំងទាំងអង់គ្លេសទាំងអាល្លឺម៉ង់នៅគៀកគ្នាទាំងអស់ហើយអាតំបន់រស់នៅរបស់គាត់តំបន់ទឹកដីរបស់គាត់នឹងក៏ទូចជាងខាងសហរដ្ឋអាមេរិកដែរអញ្ចឹងនៅពេលយើងមានមហាអំណាចទាំងអស់នេះនៅចិត្តគ្នាពេកនាំឲ្យសហរដ្ឋអាមេរិកមានប្រៀបមួយគឺខ្លាចជាមហាអំណាចដែលបិទទ្វារកសាងខ្លួនគាត់ប្រកាន់លទ្ធិឯកានិយមបាទនឹងសម្រាប់គោលលទ្ធិមុនរ៉ូបែងចែកពិភពលោកខ្ញុំមិនទៅបំពេញមកអ្នកឯងមិនមកបំពេញដែនអធិបតេយ្យដែនឥទ្ធិពលផ្ដាច់មុខរបស់ខ្ញុំទេបាទឥឡូវចូលទៅឆ្នាំ1925ម្ដងបាទឆ្នាំ1925បានន័យថាវាជាបើនៅក្នុងប្រវត្តិសាស្ត្រយើងហៅថាយុគសម័យចន្លោះសង្គ្រាមណាបាទដោយសារអីយើងមានសង្គ្រាមលោកលើកទី1ក្នុងឆ្នាំ1914ដល់1918 19ហ្នឹងនិងសង្គ្រាមលោកលើកទី2ឆ្នាំ1939ដល់1945បាទអញ្ចឹង1925ហ្នឹងវានៅកណ្ដាលប្រទេសអឺរ៉ុបនានាដូចខ្ញុំនិយាយខាងដើមនេះគាត់ទ្រាំខ្លួនពីការប្រយុទ្ធគ្នាហ្នឹងអាល្លឺម៉ង់រៀងទ្រាំជាងគេអង់គ្លេសក៏ទ្រាំដែរអង់គ្លេសធ្លាប់តែជាមហាអំណាចដែលមានអំណាចមហាសាលគាត់ដាក់អាណានិគមនៅគ្រប់ទ្វីបធ្លាប់មានពាក្យមួយគេថាព្រះអាទិត្យហ្នឹងអត់ដែលលិចទេក្នុងទឹកដីចក្រភពអង់គ្លេសព្រោះគាត់មានទឹកដីនៅគ្រប់ទ្វីបអញ្ចឹងបានន័យថាក្រោយពីការប្រយុទ្ធគ្នានេះទៅចក្រភពអង់គ្លេសក៏ចុះខ្សោយហើយកាលណាមហាអំណាចមួយដែលគាត់ឡើងជាមហាអំណាចពិភពលោកហើយគាត់នៅក្នុងភាសាយើងសាមញ្ញយើងថាត្រូវតែមានអីដោះដូរគាត់ចង់ក្លាយជាមហាអំណាចពិភពលោកគេទទួលស្គាល់គាត់ជាមហាអំណាចពិភពលោកគេទទួលស្គាល់អំណាចគាត់គេទទួលស្គាល់ឫទ្ធានុភាពរបស់គាត់ត្រូវតែផ្ដល់អីឲ្យគេវិញមួយដែរអីដែលការផ្ដល់ឲ្យពេលហ្នឹងគឺស្ថិរភាពពិភពលោកមួយតាមបែបបទរបស់អង់គ្លេសតាមបែបបទរបស់មហាអំណាចអឺរ៉ុបនានាប៉ុន្តែក្រោយពីអំណាចទាំងអស់ហ្នឹងប្រកួតប្រជែងគ្នាចម្បាំងរាំងជលឲ្យខ្សោយរៀងខ្លួនអញ្ចឹងបានន័យថាគាត់នៅចង់រក្សានៅឫទ្ធានុភាពឈ្មោះជាមហាអំណាចដដែលប៉ុន្តែបើលទ្ធភាពធនធានរបស់គាត់ដើម្បីផ្ដល់នៅអីដែលយើងហៅថាជាស្ថិរភាពពិភពលោកដូចមុននោះវាលែងមានទេឈ្មោះខ្លាំងណាស់ប៉ុន្តែកម្លាំងអត់ដល់ទេហើយជាបច្ច័យនេះខ្ញុំចង់រុញទៅការបែងចែកពិភពលោកដែលនៅបន្តទ្រឹស្ដីមុនរ៉ូហ្នឹងបាទអញ្ចឹងបានន័យថាមកដល់ពេលហ្នឹងមហាអំណាចអឺរ៉ុបចុះខ្សោយមែនប៉ុន្តែគេនៅមានទឹកដីអាណានិគមរបស់គេរៀងខ្លួនតាមតំបន់ទ្វីបនានាហ្នឹងណា
ដូចនៅក្នុងរូបភាពនេះបើយើងមើលចិត្តនៅប្រទេសកម្ពុជាយើងអត់ទាន់បែងចែកឡាវវៀតណាមកម្ពុជាទេបាទយើងនៅជាសហភាពឥណ្ឌូចិនរបស់បារាំងបាទអញ្ចឹងស្ថិតក្រោមអាណានិគមបារាំងយើងមាន2025យើងអត់ទាន់ហៅប្រទេសថៃទេហៅប្រទេសសៀមហើយបន្ទាប់ហ្នឹងអត់ភូមាទេភូមាជាផ្នែកមួយនៃរាជាយើងហៅ British Raj ហ្នឹងបានន័យថាក្រោមប្រទេសឥណ្ឌាដែលស្ថិតក្រោមអាណានិគមអង់គ្លេសបាទហើយនឹងមានប្រទេសផ្សេងៗទៀតនេះឥណ្ឌូនេស៊ីក្រុមហ៊ុលឡង់យើងមានអង់គ្លេសនៅម៉ាឡេស៊ីនិងម៉ាឡាយូហើយនិងសិង្ហបុរីហ្នឹងហើយមានបណ្ដាផ្សេងទេបើនៅអាហ្វ្រិកនៅខណ្ឌចែកគ្នាឡើយទេអាណានិគមអត់ទាន់មានខ្លឹមសារនៃរដ្ឋអាហ្វ្រិកណាមួយឲ្យចេញបានជាចំនួនច្រើននៅឡើយទេប៉ុន្តែបញ្ហាមួយដែលខ្ញុំចង់ណែនាំមនុស្សម្នាក់ទៀតគឺលោកឈ្មោះ Charles Kindleberger លោកជាសេដ្ឋវិទូជនជាតិអាមេរិកដែលលោកកើតនៅឆ្នាំ1910ហើយទៅស្លាប់ឆ្នាំ2003នេះទេបាទ Charles Kindleberger ឈ្មោះគាត់ត្រូវបានភ្ជាប់ជាមួយនឹងទ្រឹស្ដីមួយក្នុងទំនាក់ទំនងអន្តរជាតិយើងហៅថាអន្ទាក់ Kindleberger អន្ទាក់ Kindleberger trap ហ្នឹងបើអ្នកទាំងអស់គ្នាបានតាមដានបញ្ហាទំនាក់ទំនងអន្តរជាតិថ្មីនេះយើងនិយាយពីអាមេរិកនិងចិនមែនទេអាមេរិកនិងចិនយើងនិយាយពី Thucydides trap អន្ទាក់ Thucydides បានន័យថាក្នុងពេលណាមួយដែលមានអំណាចមួយនៅឈរលេខ1ហើយមានអំណាចទី2ដែលកំពុងតែរះឡើងទៅជិតខ្លួនហ្នឹងprobability ដែលអាចនាំឲ្យកើតសង្គ្រាមរវាងពីរហ្នឹងវាកើនឡើងដោយសារតែលេខ1គាត់មិនព្រមឲ្យលេខ2ហ្នឹងមកប្រណាំងប្រជែងជាមួយគាត់ទេអានេះយើងហៅថាអន្ទាក់ Thucydides តែសម្រាប់អន្ទាក់យើងហៅថាអន្ទាក់ហ្នឹងបានន័យថាដោយសារយើងបកត្រង់ពីភាសាអង់គ្លេសហ្មង trap ហ្នឹងអន្ទាក់ Kindleberger នេះវិញខ្ញុំនិយាយក្នុងបរិបទដូចយើងហៅមហាអំណាចអឺរ៉ុបដែលគាត់ខ្សោយខ្លួនដោយសារសង្គ្រាមលោកលើកទី1ហ្នឹងអញ្ចឹងគាត់មិនអាចបំពេញកិច្ចជាករណីកិច្ចរបស់គាត់ជាមហាអំណាចបានដូចមុនទេឈ្មោះមហាអំណាចតែលែងមហាអំណាចដូចមុនហើយដើម្បីរក្សាស្ថិរភាពពិភពលោកអញ្ចឹងក្នុងពេលហ្នឹងជំរឿនយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅតែរក្សាដែនវិសាលភាពនៃឥទ្ធិពលរបស់ខ្លួនដដែល sphere of influence ហ្នឹងតាមលោក Monroe ដដែលគឺទោះបីគាត់បានជួយអឺរ៉ុបឈ្នះទៅលើអំណាចអាល្លឺម៉ង់ឈ្នះទៅលើអំណាចរុស្ស៊ីកាលនោះក៏ប៉ុន្តែដូចគាត់អត់បានគាត់នៅរក្សានៅអាគោលការណ៍ហ្នឹងដដែលគាត់អត់មកបំពេញដែនដីអាណានិគមរបស់អឺរ៉ុបនៅអាហ្វ្រិកអត់មកទាមទារទឹកដីនៅឥណ្ឌាអត់ទាមទារទឹកដីនៅអាស៊ីអាគ្នេយ៍ពីមហាអំណាចអាណានិគមរបស់អឺរ៉ុបផ្សេងទៀតទេគាត់ជួយអឺរ៉ុបឲ្យវាយហើយគាត់ដកថយទៅវិញហើយអឺរ៉ុបខ្លួនឯងចប់សង្គ្រាមមកទ្រាំខ្លួនប៉ុន្តែមាននៅទំនួលខុសត្រូវគ្រប់គ្រងទឹកដីទាំងអស់នេះអញ្ចឹងអាឈ្មោះហើយនឹងអាចំណងហើយកម្លាំងវាអត់ដល់គ្នាកាលណាកម្លាំងអត់ដល់គ្នាហើយមហាអំណាចមួយដែលមានកម្លាំងដល់គាត់អត់ព្រមចូលរួមក្នុងការជួយផ្ដល់ស្ថិរភាពហ្នឹងឯងអានឹងហើយដែលលោកKindleberger បានដាក់សមាតកម្មថាជាដើមចមដែលយើងក្រោយមកគេមានការចងក្រង Kindleberger គាត់មិនបាននិយាយទិសស្ដីនឹងទាំងស្រុងក្រោយមកត្រូវបានចងក្រងដែលលោក Joseph Nye ដែលលោកទទួលមរណភាពដែរជាអ្នកប្រាជ្ញផ្នែកទំនាក់ទំនងអន្តរជាតិដែរគាត់ចងក្រងពាក្យដែលថាជាអន្ទាក់ Kindleberger ហ្នឹងបានន័យថាមហាអំណាចសហរដ្ឋអាមេរិកហ្នឹងអត់បានឡើងបំពេញកិច្ចទេទោះបីគាត់មានគាត់អត់ចង់ទទួលខ្លួនគាត់ជាមហាអំណាចធំទេគាត់នៅតែចង់បិទទ្វារប្រទេសគាត់បានន័យថាមិនបិទទ្វារទាំងស្រុងទេគាត់ចង់អត់ចង់ទៅបំពេញទ្វីបដតីអត់ចង់ទៅបំពេញផលប្រយោជន៍ប្រទេសដតីទៀតអញ្ចឹងគាត់រក្សាខ្លួនគាត់នៅត្រឹមទ្វីបអាមេរិកខាងជើងការ៉ាអ៊ីបអាមេរិកអាឡាទីននឹងដដែលគាត់អត់ព្រមចេញទៅណាអញ្ចឹងហើយវានាំឲ្យពិភពលោកនឹងបាត់បង់នូវស្ថិរភាពមួយកាលណាបាត់បង់នូវស្ថិរភាពមួយឆ្នាំ1933មានការរះឡើងនៃរបបហ្វាស៊ីសនៅប្រទេសអាល្លឺម៉ង់ដែលចូលកាន់អំណាចមកប៉ុន្តែការរះឡើងនៃរបបនៃគោលលទ្ធិហ្វាស៊ីសហ្នឹងវាកើតតាំងពីឆ្នាំចុងផ្ដាច់សង្គ្រាមលោកលើកទី1មកបាទ
ហើយស្របពេលជាមួយគ្នាហ្នឹងឆ្នាំ1929មាន Great Depression បានន័យថាវិបត្តិសេដ្ឋកិច្ចពិភពលោកធំមួយវាជួយរុញស្ថានភាពប្រទេសនានាហ្នឹងឲ្យរកនៅអស្ថិរភាពបន្ថែមនៅអាល្លឺម៉ង់ការវិបត្តិសេដ្ឋកិច្ចហ្នឹងតាមរយៈវិបត្តិសេដ្ឋកិច្ចពិភពលោក Great Depression ហ្នឹងបាននាំឲ្យ Hitler និងគណៈបកណាស៊ីរបស់លោកបានឡើងកាន់អំណាចរឿងដូចគ្នានៅអ៊ីតាលីដែលក្រោយមកនាំឲ្យផ្ទុះសង្គ្រាមលោកលើកទី2ដែលជាបញ្ហាធំម្ដងទៀតបាទអញ្ចឹងសួរថាហេតុអីបានយើងនិយាយពីរឿង1923ប្រធានាធិបតីទី5របស់សហរដ្ឋអាមេរិកហើយនឹងនិយាយរឿងបរិបទចន្លោះសង្គ្រាមលោកទាំងពីររឿង100ឆ្នាំមុនហើយហេតុអីបានយើងយកមកនិយាយតើវាមានអីពាក់ព័ន្ធនឹងឆ្នាំ2025បាទឆ្នាំ2025ការអង្កេតរបស់ខ្ញុំគឺយើងត្រឡប់ទៅរកការគូសវាសនៅដែនវិសាលភាពនៃឥទ្ធិពលមហាអំណាចសារជាថ្មីហើយបាទហើយការគូសវាសដែនវិសាលភាពនៃមហាអំណាចហ្នឹងវាទៅផុតពីការគូសវាសទឹកដីទៅទៀតបាទវាទៅផុតពីតើយើងទៅដល់កម្រិតណាទៀតខ្ញុំនឹងចូលបន្តិចទៀតនេះតែឥឡូវនេះយើងចង់ឲ្យមើលផែនទីពិភពលោកឃើញប្លែកទេផែនទីនេះប្លែកជាងរាល់ដងបាទផែនទីនេះបង្ហាញពីទំហំជាក់ស្ដែងរបស់ទ្វីបរបស់ប្រទេសមួយបើផែនទីដែលយើងមើលរាល់ដងញ៉ាំដែលយើងទាញមកហ្នឹងហាក់ដូចជាឃើញទ្វីបអាហ្វ្រិកតូចប្រទេសរុស្ស៊ីធំកោះ Greenland នោះហាក់ដូចជាធំមែនតើតែទំហំជាក់ស្ដែងគឺប៉ុណ្្នេះទេបាទតែឥឡូវយើងមើលតំបន់បែងចែកគ្នាឡើងវិញបានន័យថាការបែងចែកពិភពលោកយើងចាប់អារម្មណ៍ទេនៅឆ្នាំ2025នេះពេលលោក Donald Trump ចូលមកឬមុនទាំងលោកចូលកាន់តំណែងទៀតលោកនិយាយរឿងយកតំបន់ Greenland បានន័យថាកោះសមួយខាងលើនោះបាទលោកនិយាយរឿងបញ្ចូលប្រទេសកាណាដាជារដ្ឋទី51របស់សហរដ្ឋអាមេរិកបាទលោកនិយាយរឿងត្រូវគ្រប់គ្រងប្រេជីកប៉ាណាម៉ាដែលជាប្រេជីកមួយគ្រប់គ្រងដោយរដ្ឋអធិបតេយ្យមួយទៀតបាទការនិយាយជាវោហារស័ព្ទរបស់លោកការអនុវត្តជាក់ស្ដែងហាក់ដូចជាមិនទាន់ទៅដល់ហ្នឹងឯងប៉ុន្តែនាំឲ្យគេនឹកភ្នែកដល់លោកប្រធានាធិបតីមុនរ៉ូទៀតហើយគាត់ចាប់ផ្ដើមរករឿងប្រទេសនានានៅតំបន់អាមេរិកឡាទីននៅខាងក្រោមនេះរឿងទំនាក់ទំនងរបស់គាត់ជាមួយប្រទេសចិនបាទនៅប្រទេសនានាចិនគាត់ចាប់ដើមទំនាក់ទំនងរកស៊ីពង្រីកគោលគំនិតដូចផ្ដើមក្នុងការផ្ដល់ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធខ្នាតធំទាំងកំពង់ផែយុទ្ធសាស្ត្រទាំងអីហ្នឹងពង្រីកមកដល់តំបន់អាមេរិកឡាទីនពង្រីកមកដល់មេស៊ីកូហើយមានការទំនាក់ទំនងពាណិជ្ជកម្មកាន់តែសកម្មឡើងជាមួយប្រទេសទាំងនេះអញ្ចឹងពីគោលគំនិតនៃមនោគមវិជ្ជាថ្មីនៃក្រមលោកត្រាំនិយមហ្នឹងយើងហៅថាក្រមលោកត្រាំនិយមហ្នឹងបើហៅថាក្រមគណៈបកសាធារណរដ្ឋហ្មងក៏អត់សូវចំដែរតែជាគណៈបកសាធារណរដ្ឋបែបថ្មីដែលទទួលឥទ្ធិពលត្រាំនិយមហ្នឹងគាត់នាំឲ្យគេនឹកភ្នែកដល់លោកមុនរ៉ូទៀតហើយបានន័យថាហាក់ដូចជាចង់ផ្ទាត់ឥទ្ធិពលរបស់ចិនចេញពីតំបន់ក្បែរខាងសហរដ្ឋអាមេរិកចេញពីកាណាដាចេញពី Greenland ឥឡូវនេះគ្រប់គ្រងដោយប្រទេសដាណឺម៉ាកហើយនឹងចេញពីតំបន់អាមេរិកឡាទីនហើយជាពិសេសចំណុចកដបហ្នឹងគឺប្រេជីកប៉ាណាម៉ានឹងឯងបាទអញ្ចឹងនាំឲ្យគេនឹកភ្នែកសារជាថ្មីដល់ចំណុចនោះប៉ុន្តែគេមានសំណួរថាតើនៅពេលដែលលោកវាំងទីយកតំបន់នឹងឡើងវិញអះអាងខ្លួនឯងជាបងធំតំបន់នឹងឡើងវិញมันអាចមហាអំណាចណាចូលមកគៀកបានទេតែគាត់អាចទុកតំបន់នេះឲ្យប្រទេសចិនទេ Indo-Pacific ដែលមានអាស៊ីបូព៌ាអាស៊ីតាក់សិនអាស៊ីអាគ្នេយ៍បូកជាមួយប្រទេសអូស្ត្រាលីនិងតំបន់កោះនៅ Pacific ខាងត្បូងតែពួកគាត់អាចគំនិតថាចែកគ្នាជាមួយចិនទេបើសិនជាគាត់រក្សាឥទ្ធិពលរបស់គាត់ចិនសន្យាថាមិនចូលតំបន់ទ្វីបអាមេរិកទាំង3ហើយអាមេរិកក៏សន្យាថាមិនបំពានផលប្រយោជន៍ចិននៅតំបន់នេះដែរ
អត់ទាន់មានចម្លើយច្បាស់លាស់ទេវាស៊ីសងទៅលើតំណែងតំណងចិនអាមេរិកនៅរយៈពេល1ឆ្នាំ2ឆ្នាំទៅខាងមុខទៀតបាទប៉ុន្តែមកដល់ម៉ោងនេះគឺចេញសញ្ញាល្អបាទឬក៏គាត់អាចទុកឲ្យអឺរ៉ុបរក្សាអធិបតេយ្យរបស់គាត់នៅតំបន់អឺរ៉ុបខាងកើតដែលកំពុងប្រជុំគ្នាខ្លាំងជាមួយរុស្ស៊ីប៉ុន្តែសហរដ្ឋអាមេរិកហាក់ដូចជាបង្ហាញនៅផលប្រយោជន៍ការពារផលប្រយោជន៍របស់គាត់ដាច់ដោយឡែកនៅតំបន់មជ្ឈមបូព៌ាបាទជាពិសេសពេលដែលមានការគម្រាមកំហែងពីក្រមរបបហ៊ូទីនៅប្រទេសយេម៉ែនដែលប៉ះពាល់ដល់ចរន្តពាណិជ្ជកម្មពិភពលោកដែលឆ្លងកាត់តាមច្រកសមុទ្រដ៏ទូចមួយនេះបាទអញ្ចឹងប្រទេសយេម៉ែនគឺនៅទីនេះហើយប្រទេសក្រមហ៊ូទីរបបហ៊ូទីនៅប្រទេសយេម៉ែនហ្នឹងដែលគ្រប់គ្រងដោយអ៊ីរ៉ង់ហ្នឹងបានធ្វើការរំខានដល់ចរន្តនៃចរាចរណ៍នាវាចរពាណិជ្ជកម្មពិភពលោកអញ្ចឹងបានបង្ខំសហរដ្ឋអាមេរិកឲ្យធ្វើអន្តរាគមន៍តាមរយៈការវាយប្រហារទោះបីមិនមានការលើកទ័ពជើងគោកចូលក៏ដោយប៉ុន្តែមានការវាយប្រហារពីផ្លូវអាកាសពី drone ពីនាវាប្រឆាំងនឹងក្រុមហ៊ូទីផងដែរប៉ុន្តែហេតុអីបានជាតំបន់ហ្នឹងសហរដ្ឋអាមេរិកនៅចាប់អារម្មណ៍គឺដោយសារតែបញ្ហាធនធានផងដែរបាទធនធានប្រេងអញ្ចឹងយើងនិយាយពីការបែងចែកតំបន់គ្នាតាក់ទងភូមិសាស្ត្រភូមិវិទ្យាណាប៉ុន្តែមុនរមកដល់ឆ្នាំ2025នេះប្រែធៀបទៅទៀតមិនមែនគ្រប់គ្រងបែងចែកគ្នាតែរឿងតំបន់គ្នាទេបែងចែកគ្នាទាំងរឿងនេះទៀតបើដាក់ប៉ុណ្ណឹងអាចនឹកឃើញថារឿងអីទេបាទបច្ចេកវិទ្យាហើយបច្ចេកវិទ្យាមួយមុខអត់តន់ត្រូវទៀតបាទជាប្រព័ន្ធអេកូឡូស៊ីនៃបច្ចេកវិទ្យាប្រទេសចិនតាំងពីឆ្នាំដើមឆ្នាំ2000មកដែលមានការប្រើប្រាស់អ៊ីនធឺណិតជោគជាំនៅទូទាំងពិភពលោកគាត់ចាប់ផ្ដើមមាន ecosystem មានប្រព័ន្ធ ecology របស់គាត់ eco ហ្នឹងដើម្បីកសាងនៅហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតផ្ទាល់ខ្លួនរបស់គាត់ដែលគាត់អាចបិទពីពិភពលោកបានអ្នកដែលធ្លាប់ទៅចិនឃើញហើយអត់អាចប្រើគេហទំព័រឬក៏មធ្យោបាយ app សម្រាប់ប្រស័យតាក់ទងដែលបង្កើតដោយលោកខាងលិចឬបង្កើតដោយប្រទេសណាក៏ដោយបាទប្រើបានតែរបស់ចិនបើសិនជាខាងអាមេរិកគាត់មាន Messenger គាត់មាន WhatsApp ចិនគាត់មាន WeChat ហើយ WeChat គាត់បន្ថែមមុខងារទៅទៀតអាចរស់នៅប្រើតែ WeChat ក៏បានដែរអាចកំងមហូបអាចចាយលុយអាចអីមាននៅក្នុងហ្នឹងទាំងអស់បាទអញ្ចឹងគាត់បង្កើតនៅ ecosystem ហ្នឹងដើម្បីកសាងនៅយើងហៅថាឯករាជ្យភាពក៏បានយើងហៅថាស្វ័យយត្តភាពក៏បានប៉ុន្តែគាត់មិនផ្ដាច់ចេញពីពិភពលោកទេបាទអញ្ចឹងគាត់មានអ្វីរបស់គាត់ទាំងអស់តាំងពីផ្នែកលើប្រព័ន្ធ cyber space ហ្នឹងប៉ុន្តែមកទល់នឹងរយៈពេលថ្មីនេះជាពិសេសតាំងពីចុងចំនួនប្រធានាធិបតីអូបាម៉ាមកដល់ពេញអាណត្តិទី1លោកត្រាំពេញអាណត្តិទី1និងអាណត្តិចុងក្រោយរបស់លោក Biden និងចូលអាណត្តិទី2របស់លោកត្រាំនៅឆ្នាំ2025នេះចរន្តនៃការប្រកួតប្រជែងគូសវាសដែនវិសាលភាពឥទ្ធិពលហ្នឹងបានឆ្លងចូលទៅដល់ប្រព័ន្ធបច្ចេកវិទ្យាខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មទូទាំងពិភពលោកហើយនៅពេលដែលគេនិយាយថាប្រទេសតូចនឹងត្រូវឲ្យគេនឹងត្រូវបានបង្ខំឲ្យរើសយកមួយរវាងមហាអំណាចគេប្រហែលជាមិនមែននិយាយថាទៅគោះទ្វារប្រទេសហ្នឹងឲ្យសួរឲ្យរើសហ្មងប្រហែលជាអត់ទេតែគេនឹងមើលជំរើសប្រទេសហ្នឹងតើទទួលយកនៅ ecosystem ដែលដឹកនាំដោយមហាអំណាចមួយណាតើនឹងទទួលយកការកសាងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតចំនួនទី5 5G ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Huawei ឬក៏យកបច្ចេកវិទ្យាដែលផ្គត់ផ្គង់ដោយលោកខាងលិចបាទនេះជាសំណួរដែលយើងសួរបន្តសួរប្រទេសតូចហើយជំរើសហ្នឹងក៏មិនជំរើសយើងគូសម្ដងដូចយើងប្រឡងដាក់គុយ CM ដែរជំរើសហ្នឹងជាសកម្មភាពប្រស្រ័យរាល់ថ្ងៃរបស់ប្រទេសនីមួយបាទនេះជាការគូសវាសវាទៅផុតពី
ការគូសដែនវិសាលភាពនៅលើផែនទីវាទៅដល់ការគូសវាថាតើរាល់ថ្ងៃយើងនឹងឲ្យប្រទេសមួយណាផលិតនៅផលិតផលនានាផលិតផលសម្រាប់នានាមកឲ្យយើងតើយើងនឹងសម្រេចមានអារម្មណ៍ថាមានសុវត្ថិភាពជាមួយនឹង ecosystem ប្រទេសមួយណាហើយកត្តាមួយដែលចិនកំពុងតែមានប្រៀបគឺគាត់យើងហៅថាជាមូលធននិយមរបស់រដ្ឋ state capitalism បើន័យថាគាត់ប្រើប្រាស់ធនធានរបស់រដ្ឋក្នុងការផ្ដល់ការឧបត្ថម្ភធនដល់វិស័យឯកជនក្នុងការ R&D បើន័យថាការស្រាវជ្រាវនិងអភិវឌ្ឍបង្កើតគំនិតថ្មីរកបច្ចេកវិទ្យាថ្មីទោះបីមកដល់បច្ចុប្បន្ននេះចិនមិនបានផ្ដាច់ខ្លួនឯងពីខ្សែសង្វាក់ផលិតកម្មនឹងក៏ដោយនៅតែបន្តចង់តាក់ទងជាមួយប្រទេសនានាប៉ុន្តែបើសកម្មភាពស្របគ្នាមួយទៀតដែលយើងហៅថា parallel ហ្នឹងចិនកំពុងកសាង ecosystem របស់ខ្លួនឯងព្រោះគាត់បានមើលឃើញនៅមេរៀនចេញពីអ្វីដែលត្រូវបានរងគ្រោះដែលរងពីនៃរបស់ប្រទេសរុស្ស៊ីក្រោយពីលោកបានធ្វើការឈ្លានពានប្រទេសអ៊ុយក្រែននៅឆ្នាំ2022អញ្ចឹងមានការបិទគប់ទាំងហិរញ្ញវត្ថុទាំងបច្ចេកវិទ្យាអញ្ចឹងរុស្ស៊ីត្រូវរងពីនៃពីមហាអំណាចលោកខាងលិចនិងសហរដ្ឋអាមេរិកពីពេលនោះមកចិនមើលឃើញនោះជាមេរៀនដូចគ្នាចិនសម័យមើលថាបើសិនជាគេបិទគប់ចិនដូចគេបិទគប់រុស្ស៊ីតើចិនអាចរស់ខ្លួនឯងបានទេតើចិនអាចមាន chip យកមកធ្វើទូរស័ព្ទ Huawei ដូចមុនទេតើចិនអាចនៅបន្តមានបច្ចេកវិទ្យាគ្រប់គ្រាន់ដើម្បីបំពេញនូវសេចក្តីស្រែកឃ្លានឲ្យកាន់តែខ្លាយជាមហាអំណាចបច្ចេកវិទ្យាពិភពលោកទេចិនគាត់ព្យាយាមឆ្លើយសំណួរហ្នឹងអញ្ចឹងគាត់កសាងខ្លួនគាត់ការកសាង chip ឬក៏ខួរក្បាលកុំព្យូទ័រខួរក្បាលយើងហៅថា chip ហ្នឹង semiconductor ហ្នឹងគឺដើម្បីកសាងនៅអធិបតេយ្យភាពផ្នែកខ្សែសង្វាក់ផលិតកម្មអធិបតេយ្យភាពនៃអំណាចសេដ្ឋកិច្ចនិងបច្ចេកវិទ្យារបស់ចិនខ្លួនឯងបាទអញ្ចឹងចិនអត់ផ្ដាច់ពីពិភពលោកទេអត់ឯកោនិយមទេប៉ុន្តែចិនត្រៀមខ្លួនសម្រាប់សេណារីយ៉ូដែលពិភពលោកកាត់ផ្ដាច់ពីចិនបាទហើយនេះជាខ្ញុំគិតថាជារឿងធំដែរឥឡូវនេះដោយសារតែពីចុងអាណត្តិខ្ញុំគិតថាសល់តែ2ថ្ងៃក្រោយមុនលោកចេញពីតំណែងរដ្ឋបាលលោក Biden បានដាក់ចេញនៅ2-3ថ្ងៃឬក៏មិនដល់មួយអាទិត្យទេនៅមុនលោកចេញពីតវិមានហើយលោកត្រាំទៅចូលមកវិញហ្នឹងលោកបានគូសវាសផែនទីពិភពលោកបាទផែនទីនេះឯងបាទគេថាតើបច្ចេកវិទ្យា chip semiconductor របស់សហរដ្ឋអាមេរិកដែលសហរដ្ឋអាមេរិកបានកំពុងនាំមុខនៅឡើយបាទអាចចែករំលែកបានជាមួយប្រទេសណាខ្លះហើយចែករំលែកបាននៅកម្រិតណាបាទហើយយើងឃើញពណ៌ផ្កាឈូកហ្នឹងគឺយើងហៅធាទី3ខ្សែទី3ខ្សែត្រៀមទី3ហ្នឹងបានន័យថាអត់សឹងតែអត់បានអីតែហ្មងបាទអញ្ចឹងយើងមានប្រទេសចិនរុស្ស៊ីប្រទេសមួយចំនួនជាចម្លែកឃើញប្រទេសកម្ពុជាយើងមួយដែរបាទទោះបីយើងអត់ទាន់បានប្រើប្រាស់នៅបច្ចេកវិទ្យា chip ហ្នឹងឲ្យដល់កម្រិតដើម្បីផលិតអីមួយក៏ដោយប៉ុន្តែយើងបានទៅជាប់នៅក្នុងបច្ជីហ្នឹងដែរនេះជាបច្ជីដែលចេញដោយរដ្ឋបាល Biden នៅប្រហែលថ្ងៃមុនគាត់ចេញពីតំណែងដែលគាត់រដ្ឋបាលខាងប្រជាធិបតេយ្យលោកចាញ់ឆ្នោតហ្នឹងបានចេញផែនទីបានចេញផែនទីនេះត្រូវបានគូសវាសដោយសារព័ត៌មាន Bloomberg ប៉ុន្តែលិខិតជាក់ស្ដែងគឺចេញដោយរដ្ឋបាលហើយគាត់យកអាហ្នឹងមកជាដាក់ជាផែនទីហ្នឹងអញ្ចឹងពីថ្ងៃ9នេះប្រហែលជាយើងអត់បានចាប់ផ្លឹកមានការប្រកាសដ៏ធំមួយរបស់ក្រសួងពាណិជ្ជកម្មចិនបាទអញ្ចឹងបានន័យថាមានការរដ្ឋបិទការនាំបច្ចេកវិទ្យាផ្សេងក្នុងការចែករំលែកចំណេះដឹងចំណេះធ្វើផ្នែកបច្ចេកវិទ្យាតាំងពី semiconductor តាំងពីអីហ្នឹងដែលកម្រិតខ្ពស់ដែលសូម្បីការផលិតនៅបញ្ញាសិប្បនិម្មិតឬក៏ម៉ាស៊ីនការរៀនដោយម៉ាស៊ីនហ្នឹងក៏ត្រូវការអានឹងច្រើនដែរតែចិនគាត់មានកੁੰលឹះមួយ
ឧបករណ៍កលឹះមួយដើម្បីចុចខ្ទាស់ទៅវិញដែរគឺគាត់ប្រកាសយើងហៅថាការគ្រប់គ្រងការនាំចេញហ្នឹងបាទអញ្ចឹងដើម្បីទៅធ្វើបច្ចេកវិទ្យា chip ទាំងអស់ហ្នឹងយើងដូចរឿងមេមន់និងពងមន់អញ្ចឹងបាទតែមួយណាកើតមុនឥឡូវនេះដើម្បីទៅធ្វើ chip ទាំងអស់ហ្នឹងតែការវត្ថុធាតុដើមសំខាន់ជាយុទ្ធសាស្ត្រនានាដូចរយៈដូចអីចឹងបាទហើយចំណុចទាំងអស់ហ្នឹងគឺចិនមានប្រៀបវិញព្រោះគាត់ជាអ្នកនាំចេញធំបាទមិនត្រឹមតែនាំចេញធំទេគាត់មាន access បានន័យថាគាត់គ្រប់គ្រងតំបន់ធនធានហ្នឹងនៅប្រទេសនានាផ្សេងទៀតជាពិសេសដូចយ៉ាងយើងលើកឧទាហរណ៍នៅប្រទេសមីយ៉ាន់ម៉ាដែលកំពុងមានអស្ថិរភាពហ្នឹងប៉ុន្តែក្រុមហ៊ុនចិននៅតែអាចចូលទៅប្រទេសមីយ៉ាន់ម៉ាតំបន់ណាដែលសំខាន់ដែលអាចយកនៅតំបន់រ៉ែដ៏មានតម្លៃហ្នឹងចេញមកគឺចិននៅតែអាចមានដូចថាអាចទៅយកធនធានទាំងអស់ហ្នឹងនឹងបណ្ដាប្រទេសផ្សេងទៀតអញ្ចឹងចិនជាអ្នកគ្រប់គ្រងទីផ្សារនៃវត្ថុធាតុដើមទៅធ្វើបច្ចេកវិទ្យាគន្លឹះហ្នឹងទៀតបាទអញ្ចឹងដើម្បីចុចខ្ទាស់ទៅឆ្លើយតបទៅនឹងខាងសហរដ្ឋអាមេរិកខាងអីវិញគឺគាត់បានដាក់ចេញនៅវិធានការក្នុងការរដ្ឋបិទការនាំចេញអានេះចាប់ផ្ដើមពីខ្ទង់រង្វង់សប្តាហ៍ទី1នៃខែវិច្ឆិកាឆ្នាំ2025នេះទៅហើយនឹងជាបញ្ហាធំមែនតើដល់ថ្នាក់កាលពីយប់មិញយប់ថ្ងៃ10ខែ10 2025នេះប្រធានាធិបតីដូណាល់ត្រាំប្រកាសគម្រាមមួយទៀតបាទបើសិនជានៅតែបន្តនេះលោកនឹងដាក់វិធានការយកពន្ធការនាំចេញពីចិនទៅសហរដ្ឋអាមេរិក 100% បាទថាបើយកពូតមកតម្លៃ 2000 រៀលចូលដល់សហរដ្ឋអាមេរិកទៅបង់ 4000 រៀលបាទអញ្ចឹងហើយជាការប្រកួតប្រជែងហើយយើងអត់ទាន់ឃើញចំណុចបញ្ចប់ពន្លឺនៃបញ្ចប់នៃការប្រកួតប្រជែងប្រទាញបន្ទង់គ្នាទេអញ្ចឹងបកមកវិញក្នុងចំណុចនេះខ្ញុំចង់និយាយពីដែនវិសាលភាពនៃអធិពលហ្នឹងបានពង្រីកខ្លួនទៅផុតពីផែនទីទៅផុតពីភូមិសាស្ត្រទៅដល់ខ្សែសង្វាក់ផ្គត់ផ្គង់ទៅដល់ដែនចំណេះដឹងបាទឥឡូវនេះក៏មានការជជែកគ្នាផងដែរថាតើមានកូនសិស្សអាមេរិកប្រមាណអ្នកដែលកំពុងសិក្សានៅប្រទេសចិនមានកូនសិស្សចិនប្រមាណអ្នកដែលកំពុងសិក្សានៅសហរដ្ឋអាមេរិកនៅពេលដែលប្រទេសទាំងពីរប្រកួតប្រជែងគ្នាអញ្ចឹងមានប្រទេសខ្លះមានពលរដ្ឋខ្លះអត់អាចទៅប្រទេសខ្លះផ្សេងទៀតហ្នឹងហើយអញ្ចឹងបែងចែកគ្នាតាំងពីនឹងនាំឲ្យមានរបាំងនៃចំណេះដឹងដែលក្រោយពីសង្គ្រាមត្រជាក់មកយើងចាត់ទុកប្រទេសបណ្ដាពិភពលោកហ្នឹងជាពិភពលោកដែលប្រកបដោយសកលភាវូបនីយកម្មដោយសេរីគេជឿជាក់លើពាណិជ្ជកម្មសេរីផងការដោះដូរទំនិញដោយសេរីការដោះដូរចំណេះដឹងដោយសេរីបាទប៉ុន្តែពិភពលោកហ្នឹងហាក់ដូចជាមកដល់ទីបញ្ចប់ហើយបាទអញ្ចឹងយើងជជែកពីយុគថ្មីមកដល់ម៉ោងនេះអញ្ចឹងឥឡូវយើងស្គាល់យុគចាស់ហើយអាហ្នឹងមកដល់យុគថ្មីក្នុងប្រធានបទរបស់យើងនិយាយពីជំរើសយុទ្ធសាស្ត្រសម្រាប់យុគថ្មីហ្នឹងប៉ុន្តែហេតុអីបានយើងមើលហួសទៅឆ្នាំ2125បាទ100ឆ្នាំទៅមុខមែនតើទៅគោលបំណងរបស់ខ្ញុំគឺខ្ញុំចង់នាំអ្នកចូលរួមទាំងអស់ឲ្យបានមើលឲ្យហួសឆ្ងាយពីបញ្ហាដែលនៅចុងច្រមុះរបស់យើងឥឡូវនេះខ្ញុំគិតថាបញ្ហានានាក៏សំខាន់ដែរបញ្ហាព្រំដែនបញ្ហាសេដ្ឋកិច្ចស្ថិរភាពទូទាំងសកលលោកនឹងត្រូវតែយើងចូលរួមគិតតាមដានហើយប៉ុន្តែបើយើងសម្លឹងមើលស្ថានភាពមួយដែលយើងគ្រប់គ្រងអត់បានណាហើយយើងព្យាយាមតែប្រតិកម្មតបនឹងបាតុភូតអីមួយមកមានខ្យល់ព្យុះមកយើងនាំគ្នារត់ជំលះទៅមានភ្លើងឆេះផ្ទះយើងនាំគ្នាឬភ្លើងឆេះព្រៃយើងនាំគ្នាបលុតទៅអញ្ចឹងយើងហាក់ដូចជាមានត្រឹមតែជាប្រតិកម្មតបសកម្មភាពរបស់យើងហាក់ដូចជាត្រឹមជាប្រតិកម្មមិនមែនជាបុរេសកម្មបាទអញ្ចឹងបានខ្ញុំលើកទឹកចិត្តតាមរយៈបទកថានេះយើងចង់ឲ្យសម្លឹងទៅឲ្យឆ្ងាយផុតតើយើងជាពលរដ្ឋកម្ពុជាគ្រប់រូបឬក៏យើងចាត់ទុកខ្លួនឯងជាពលរដ្ឋអាស៊ានគ្រប់រូបឬជាពលរដ្ឋនៃពិភពលោកម្នាក់ Global Citizen គ្រប់រូបហ្នឹងយើងចង់ឃើញកម្ពុជាបែបម៉េចត្រឹមឆ្នាំ2125ចង់ឃើញអាស៊ានបែបម៉េច2125ចង់ឃើញពិភពលោកបែបម៉េច2125
ហើយនៅពេលដែលយើងមាននៅដែនកំណត់របស់យើងច្បាស់លាស់បែបហ្នឹងវានឹងជួយកំណត់នៅផែនការសកម្មភាពរបស់យើងរយៈពេលទៅមុខទាំងកម្រិតបុគ្គលដូចខ្ញុំនិយាយអញ្ចឹងទាំងកម្រិតបុគ្គលកម្រិតគ្រួសារកម្រិតសហគមន៍សង្គមជាតិនិងកម្រិតតំបន់តែម្ដងហើយបើសួរថាជាជំរឿនយុទ្ធសាស្ត្រកម្ពុជាមកដល់ម៉ោងនេះតែយើងត្រូវធ្វើម៉េចខ្ញុំអត់មានចម្លើយដាច់ណាត់ឲ្យទេបាទតែខ្ញុំលើកទឹកចិត្តឲ្យអ្នកចូលរួមទាំងអស់គ្នាទាំងនៅនេះនិងនៅខាងគេអដ្ឋានផងដែរពិនិត្យសួរខ្លួនឯងវិញថាអ្វីទៅជាប្រយោជន៍យុទ្ធសាស្ត្ររបស់កម្ពុជានៅឆ្នាំ2125តែយើងចង់ឃើញបែបម៉េចហើយទៅជាប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជាអង់គ្លេសយើងហៅថា strategic interest របស់យើងបាទហើយផលប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសវាខុសពីផលប្រយោជន៍យុទ្ធសាស្ត្ររបស់បុគ្គលបាទអញ្ចឹងវាផុតកម្រិតបុគ្គលដល់កម្រិតប្រទេសកម្រិតជាតិរបស់យើងហើយយើងនឹងយកនៅជំរឿសមួយណាមិនជំរឿសអាមេរិកនិងចិនវាហាក់ដូចជាសាមញ្ញពេកវាទៅផុតជំរឿសអាមេរិកនិងចិនជំរឿសថាតើសួរតាំងពីតើនៅពេលដែលយើងដាក់ចេញផែនការគោលនយោបាយនានាពីពេលហ្នឹងដែលសម្រាប់គោលដៅឥឡូវរដ្ឋាភិបាលមានត្រឹមឆ្នាំ2050ខ្ល้ายជាប្រទេសដែលមានចំណូលខ្ពស់2030ចំណូលមធ្យមកម្រិតខ្ពស់ហ្នឹងផែនការសកម្មភាពរបស់យើងចង់ឲ្យមើលដល់ឆ្ងាយផុតនឹងផងដែរដើម្បីយើងកំណត់នៅ course of action របស់យើងពីពេលនេះបានន័យថាតើយើងនឹងធ្វើអីឥឡូវនេះហើយក្នុងនាមជាពលរដ្ឋម្នាក់យើងធ្វើអីបានអញ្ចឹងយើងទាមទារឲ្យអ្នកទាំងអស់គ្នាអង្គុយសួរខ្លួនឯងអាចមិនបាច់ចេញចម្លើយឥឡូវប៉ុន្តែអាចអង្គុយគិតពេលណាក៏បានដែរគ្រាន់តែនាំគិតនាំសួរតើអីទៅជាប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជានៅឆ្នាំ2125បាទប៉ុន្តែមាននិន្នាការធំមួយចំនួនដែលខ្ញុំចង់នាំគ្នាយើងគិតដែរបាទទី1រឿងស្ថិរភាពនៃបរិស្ថាននិងប្រព័ន្ធអេកូឡូស៊ីទូទាំងពិភពលោកហ្នឹងបាទចាប់អារម្មណ៍អីខ្លះពីផែនទីនេះបាទផែនទីនេះគេនិយាយពីផែនទីពិភពលោកបើសិនជាដែនតកកដុំតកកទាំងអស់នៅទូទាំងពិភពលោកតែបានរលាយអស់សេណារីយ៉ូមួយទេបាទសេណារីយ៉ូមួយទេអញ្ចឹងមានការទូទាយថាបើផ្ទាំងតកកទាំងអស់ហ្នឹងត្រូវបានរលាយអស់ទឹកសមុទ្រដែលមានរាល់ថ្ងៃហ្នឹងឡើងប្រហែលជា70ម៉ែត្របាទឥឡូវមិនបាច់គិតថាដល់70ម៉ែត្រទេឥឡូវយើងអាចគិត70ម៉ែត្រក៏បានដែរអាហ្នឹងជាសេណារីយ៉ូមួយដែលអាក្រក់បំផុតបាទហើយវាអាចយើងមិនបាច់ខ្វល់ថាវាកើតឡើងពេលណាទេយើងគិតថាអាសេណារីយ៉ូមួយដែលអាក្រក់បំផុតហើយយើងមិនមាននៃការរាល់ថ្ងៃវាអាចទៅដល់នឹងអត់តើមានអ្វីដែលអាចទប់ស្កាត់បានអត់មានគោលនយោបាយដើម្បីកាត់បន្ថយរំភាយឧស្ម័នផ្ទះកញ្ចក់ឬអត់តើមានបច្ចេកវិទ្យាអីថ្មីដែលអាចស្រូបយកឧស្ម័នផ្ទះកញ្ចក់បានក្រៅពីព្រៃត្រូពិចព្រៃទឹកភ្លៀងហ្នឹងតើមានជំរឿសអីផ្សេងក្នុងការជួយប្រើប្រាស់ទឹកប្រៃហ្នឹងឲ្យទៅជាសាបទៅប្រើតម្លៃទាបលើសពីនឹងទៅទៀតយើងត្រូវគិតពីសេណារីយ៉ូដ៏អាក្រក់បំផុតនៅត្រឹមឆ្នាំ2125ឬហួសពីនឹងទៅទៀតបាទអញ្ចឹងអានេះតាមរយៈផែនទីនេះគឺសម័យបើរឿងនៃការរលាយនៃដុំតកកហ្នឹងហាក់ដូចជាមិនមានអីលើសហ្នឹងទៀតទេបើរឿងផែនទីណាប៉ុន្តែបើមើលជាក់ស្ដែងយើង zoom in បានន័យថាយើងពង្រីកចុះមើលក្រោមស្ថានភាពมันងាយស្រួលទេបាទគ្រប់ប្រទេសទាំងអស់អាហ្នឹងយើងសួរខ្លួនឯងថាយើងអាចត្រៀមខ្លួនបានសម្រាប់សេណារីយ៉ូអាក្រក់បំផុតនឹងនៅបាទអញ្ចឹងពាក្យនេះខ្ញុំមិនប្រកាសថាយើងបកត្រូវមិនត្រូវទេយើងធ្លាប់តែរៀនជាភាសាអង់គ្លេសថាយុទ្ធសាស្ត្រធំតែនេះយើងជាប្រើពាក្យដែលយើងមានស្រាប់នឹងអធិយុទ្ធសាស្ត្របាទ grand strategy របស់យើងបាទ grand strategy របស់យើងបានន័យថាយើងនឹងកំណត់អីដូចខ្ញុំសួរខាងដើមហ្នឹងតើអ្វីទៅនឹងជាផលប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជានៅឆ្នាំដែលយើងកំណត់ហ្នឹងហើយដើម្បីទៅដល់ក្នុងបានយើងគិតថាមាននៅឧបសគ្គអីខ្លះដែលអាចជាបញ្ហារាំងស្ទះมันអាចឲ្យយើងច្បាមស្រវាយកនៅប្រយោជន៍យុទ្ធសាស្ត្រទាំងអស់ហ្នឹងបាទហើយ
កាលណាយើងមានសំណួរនឹងច្បាស់យើងកំណត់នៅបញ្ហាប្រឈមរបស់យើងច្បាស់យើងនឹងដាក់ចេញគោលនយោបាយដែលគិតថាមិនមានប្រសិទ្ធភាពទាំងស្រុងតែអាចមានផលប៉ះពាល់តិចបំផុតបាទខ្ញុំគ្រាន់លើកពីចំណុចដែលយើងគួរពិចារណាទេសម្រាប់ការកសាងនៅ Grand Strategy ឬអធិយុទ្ធសាស្ត្រហ្នឹងគឺត្រូវមើលចរន្តបច្ចេកវិទ្យាពីពេលហ្នឹងដល់2125តើបច្ចេកវិទ្យានឹងទៅដល់ណាទាំងបច្ចេកវិទ្យាដែលធ្វើទៅលើមនុស្សទាំងបច្ចេកវិទ្យាដើម្បីបង្កើនអំណាចរដ្ឋតើត្រឹមឆ្នាំ2025តាមរយៈបច្ចេកវិទ្យាថ្មីមានគ្នាយើងក្នុងបន្ទប់នេះអាចរស់ដល់ពេលហ្នឹងទេតាមរយៈបច្ចេកវិទ្យាថ្មីឥឡូវនេះគេអាចតាមរយៈការតាមដានសុខភាពជាក់លាក់គេដឹងថា10ឆ្នាំទៅមុខម្នាក់ណាអាចមានជំងឺមហារីកអញ្ចឹងយើងត្រូវសម័យមើលទៅលើស្នាយោហ្នឹងបើមនុស្សម្នាក់រស់ផុតអាយុ120 150ឆ្នាំតើប្រជាជនយើងនឹងទៅជាយ៉ាងណាពិភពលោកយើងនឹងទៅជាយ៉ាងណាបាទអាហ្នឹងទី1ទាំងពីរទៀតនិយាយដូចខាងមុខហ្នឹងគឺរឿងស្ថិរភាពបរិស្ថានហ្នឹងបាទតើតំបន់ដែលយើងរស់នៅឬតំបន់ផ្សេងទៀតដែលនៅក្បែរខាងយើងឬតំបន់ផ្សេងទៀតទូទាំងពិភពលោកហ្នឹងនៅតែអាចរស់នៅបានអត់ឥឡូវសម័យមើលបើសិនជាទឹកការឡើងនៃទឹកសមុទ្រវាឡើងខ្លាំងពេកប៉ះពាល់ដល់ធនធានទឹកសាបបើទន្លេសាបលែងសាបតើយើងនឹងដោះស្រាយបែបណាបាទមួយទៀតយើងទៅលើរឿងបជាសាស្ត្រហ្នឹងបាទដែលខ្ញុំនិយាយខាងដើមអញ្ចឹងបើសិនជាបច្ចេកវិទ្យាល្អមនុស្សអាចរស់នៅច្រើនជាងមុនបានន័យថាអាយុដែលយើងនិយាយរឿងចូលនិវត្តន៍នៅ60ឆ្នាំនេះនឹងនាំឲ្យមនុស្សដែលមានវ័យចាស់ហ្នឹងកាន់តែកើនឡើងហើយនិន្នាការនៃការយកកូននឹងថយចុះឬកើនឡើងអានឹងយើងសួរគ្នាតទៀតបាទតើយើងពិតជាត្រូវការមនុស្សច្រើនដូចមុនទេនៅពេលដែលអ្វីបច្ចេកវិទ្យាអាចជំនួសបានហើយអ្វីទៅនឹងទៅជាតួនាទីរបស់មនុស្សជាពិសេសគ្នាយើងអាចនិយាយរឿងបញ្ញាសិប្បនិម្មិតដែលអាចធ្វើការងារជំនួសយើងបានច្រើនហើយឥឡូវនេះបាទអញ្ចឹងក្នុងនាមជាមនុស្សជាពលរដ្ឋម្នាក់យើងសួរថាចុះបើគេធ្វើឲ្យអស់ហើយអ្វីទៅជាមុខនីតិរបស់ខ្ញុំ What is my own human agency តែខ្ញុំអាចធ្វើអីបានដើម្បីផ្ដល់ជាតម្លៃបន្ថែមលើបញ្ញាសិប្បនិម្មិតអស់ហ្នឹងនេះជាសំណួររបស់យើងហើយកាលណាយើងចាប់ដើមសួរសំណួរអស់ហ្នឹងនាំគ្នាសួរសំណួរអស់ហ្នឹងខ្ញុំគិតថាយើងចាប់ដើមគិតរឿងដំណោះស្រាយគិតរឿងផែនការសកម្មភាពហើយជំរឿសរបស់កម្ពុជាមានបញ្ហាមួយទៀតខ្ញុំគិតថាមិនមែនដែលខ្ញុំថាជាការសាមញ្ញពេកដែលយើងគិតរឿងតែជ្រើសរើសអាមេរិកនិងចិនជំរឿសរបស់កម្ពុជាត្រូវគិតថាតើយើងអាចធ្វើដូចប្រទេសចិនយើងកសាងខ្លួនបំរុងទុកសម្រាប់ពេលហ្នឹងឬក៏យើងកសាងនៅកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានាលើឧទាហរណ៍យើងថាទឹកសមុទ្រអាចកើនឡើងកម្ពុជាគួរបិទប្រទេសដើម្បីសង្ងំស្រាវជ្រាវរកបច្ចេកវិទ្យាធ្វើម៉េចឲ្យអាទឹកសាបមកទឹកប្រៃមកទឹកសាបហ្នឹងមានតម្លៃថោកអាចប្រើប្រាស់អាទឹកសាបដែលចូលមកតំបន់ទឹកសាបយើងហ្នឹងប្រើប្រាស់បានតែយើងគួរបិទទ្វារប្រទេសដើម្បីធ្វើអាហ្នឹងតែម្នាក់ឯងឬក៏គួរតែមានកិច្ចសហប្រតិបត្តិការដែលទូលំទូលាយជាងមុនជាមួយបណ្ដាប្រទេសផ្សេងជាមួយអ្នកវិទ្យាសាស្ត្រផ្សេងនេះជាសំណួររបស់យើងហើយមកដល់ចំណុចនេះនៅទីបញ្ចប់នៃបទអន្តរាគមន៍របស់ខ្ញុំហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានសំណួរអាចសួរខ្ញុំបានអាចសួរពីផែនទីនេះបានដែរបាទយើងចាប់ផ្ដើមត្រឡប់ផែនទីមកក្រោមវិញហើយយើងអាចមើលពិភពលោកពីកសែចក្ខុផ្សេងអញ្ចឹងសូមអរគុណមកដល់ចំណុចនេះបាទមិនមានសំណួរសូមសួរបាទខ្ញុំចាប់អារម្មណ៍ទៅលើstrategic option បាទតែនៅពេលដែលយើងមើលឆ្ងាយចាំយើងគិតថែមទៀតតែអ្វីដែលយើងនៅក្នុងសម័យអន្តរកាលនេះដោយសារតែឥឡូវនេះក៏មានបញ្ហាច្រើនដែរ
នៅក្នុងទីតាំងភូមិសាស្ត្រអាស៊ីបូព៌ាក៏ដូចជាអឺរ៉ុបអីចឹងប៉ុន្តែបើយើងមើលទៅក្នុងឥឡូវយើងនៅក្នុងតំបន់ Indo-Pacific នេះបច្ចុប្បន្នក៏មានប្រទេសកម្ពុជារបស់យើងដែរនៅក្នុងបញ្ហានេះដែរដែលទាញនៅក្នុងសង្គ្រាមបន្តិចដែរប៉ុន្តែវាអាចតទៅមុខទៀតអញ្ចឹងនៅក្នុងសម័យអន្តរកាលនេះបើសិនជាយើងឃើញថាឥឡូវនេះមានចិនហើយនិងអាមេរិកដែលចូលនៅក្នុងចំនួននេះដែរបាទបើសិនជាអនាគតទៅប្រហែលជាមួយឆ្នាំឬ2ឆ្នាំទៀតបើសិនជាយើងនៅចូលនៅក្នុងសង្គ្រាមតើយើងគួរធ្វើដូចម្ដេចដោយសារតែបច្ចុប្បន្នបើយើងគិតថាចិនជាអាឡ័យរបស់យើងក៏អាចថាបានហើយអាមេរិកក៏អាចលូកដៃនៅក្នុងនឹងដែរអញ្ចឹងតើយុទ្ធជា strategic option របស់យើងតើយើងគួរធ្វើដូចម្ដេចបើសិនជាប្រទេសរបស់យើងនឹងវាអាចកើតជាសង្គ្រាមមែនជាមួយប្រទេសជិតខាងបាទអរគុណខ្ញុំគិតថារដ្ឋាភិបាលបែបមានចម្លើយល្អជាងខ្ញុំលើបញ្ហានេះអ្វីដែលខ្ញុំមុនចូលដល់សំណួរនឹងតែម្ដងគឺខ្ញុំចង់និយាយថាអ្វីដែលយើងថាគិតឆ្ងាយហ្នឹងមិនមែនឲ្យយើងប្រឡែងបញ្ហាចំពោះមុខទេប៉ុន្តែឲ្យយើងចាប់ដើមគិតឆ្ងាយយើងចាប់ដើមមានយុទ្ធសាស្ត្រវែងឆ្ងាយហើយចាប់ដើមបង្រួមយុទ្ធសាស្ត្រហ្នឹងមកចិត្តទៅឥឡូវមកថាយើងអាចគិតដល់ឆ្នាំ2125ឆ្ងាយហ៎បន្ទាប់មកថាដើម្បីឲ្យទៅដល់2025 2100យើងគួរសម្រេចបានអី2085សម្រេចបានអី2060សម្រេចបានអី2050សម្រេចបានអី2050រដ្ឋាភិបាលលោកមានគោលដៅហើយបើសួរខ្ញុំក្នុងនាមថាតើក្នុងចំនួនជាមួយប្រទេសថៃពី3ឆ្នាំទៅមុខទៀតនេះឥឡូវមានចិនមានសហរដ្ឋអាមេរិកចូលពាក់ព័ន្ធអីចឹងជំរឿសសំខាន់បំផុតរបស់យើងទៅធ្វើម៉េចបាទខ្ញុំថាទី1កម្ពុជាគួររក្សាខ្លួនយ៉ាងម៉េចកុំឲ្យមហាអំណាចមើលឃើញយើងថាជាការគំរាមកំហែងសម្រាប់គេបាទបើកាលណាយើងធ្លាក់ចូលទៅការគិតរបស់មហាអំណាចណាមួយថាយើងជាការគំរាមកំហែងដល់ផលប្រយោជន៍គេហើយខ្ញុំគិតថាយើងមានមេរៀនពីប្រវត្តិសាស្ត្រហើយបាទហើយទី2ជាមួយប្រទេសថៃតាមពិតបើសិនជាមានការប្រយុទ្ធគ្នាកម្ពុជាបាក់មានជំរឿនឲ្យក្រៅពីការប្រយុទ្ធតទល់ហើយនឹងស្វែងរកសមរភូមិការទូតផ្លូវច្បាប់ដើម្បីបន្ថែមព្រោះបើកម្លាំងនឹងវាប្រជាជនក៏យើងតិចជាងប្រទេសថៃដែរបាទអញ្ចឹងបើប្រើកម្លាំងបាយសម្រាប់ប្រទេសតូចដូចមិនមែនជាជំរឿនល្អទេប៉ុន្តែបើគេបខំឲ្យប្រយុទ្ធហើយបែបអត់មានជំរឿនអីផ្សេងទេប៉ុន្តែខ្ញុំគិតថាជំរឿនដែលសំខាន់ជាងគេសម្រាប់កម្ពុជាជាមួយមហាអំណាចក៏ជាមួយប្រទេសជិតខាងដែរជាពិសេសជាមួយមហាអំណាចខ្ញុំគិតថាមិនគួរឲ្យគេមើលឃើញយើងជាការគំរាមកំហែងដល់ផលប្រយោជន៍យុទ្ធសាស្ត្រផលប្រយោជន៍សន្តិសុខរបស់គេបាទទី2ជាមួយប្រទេសជិតខាងខ្ញុំមិនសំដៅតែប្រទេសថៃទេប្រទេសណាក៏ដោយកម្ពុជាយើងហើយនឹងបណ្ដាប្រទេសនានាខ្ញុំគិតថាប្រទេសតូចងាយរងគ្រោះបំផុតពីការរំលោភបំពានច្បាប់អន្តរជាតិដែលយើងនិយាយដន្ទិញរត់មាត់ហ្នឹងគឺគោលការណ៍ក្រោយពីសង្គ្រាមលើកទី2បានន័យថាការកកើតអំណាចនៃរដ្ឋជាពិសេសរដ្ឋដែលទើបចេញពីរបបអាណានិគមគឺគេគោរពតម្លៃនៃរដ្ឋហ្នឹងស្មើគ្នាទាំងអញ្ចឹងបានប្រទេសធំប្រទេសតូចបើនៅក្នុងមហាសន្និបាតអង្គការសហជីវជាតិសម្លេងស្មើគ្នាបានន័យថាវាបង្ហាញពីអធិបតេយ្យស្មើគ្នាតែក្នុងករណីដែលច្បាប់អន្តរជាតិហ្នឹងវាលែងមានន័យគេលែងគោរពប្រទេសធំចង់លេបប្រទេសតូចនឹងឯងជាអ្នករងគ្រោះមុនគេបាទអញ្ចឹងជំរឿសមួយទៀតគឺកម្ពុជាត្រូវតែរក្សាខ្លួនឲ្យខ្ជាប់ខ្ជួនក្នុងការបកស្រាយក្នុងការអនុវត្តច្បាប់អន្តរជាតិមិនតារឿងជាមួយប្រទេសថៃរឿងព្រំដែនទេរឿងផ្សេងទៀតផងដែរហើយខ្ញុំគិតថាជំហានដែលល្អរបស់យើងដែលធ្លាប់បានធ្វើកន្លងមកគឺការចូលរួមថ្កោលទោសរុស្ស៊ីក្នុងការឈ្លានពានប្រទេសអ៊ុយក្រែនព្រោះវានឹងជួយផ្ដល់នៅលំនឹងផ្នែកច្បាប់ហើយនឹងភាពទៀងទាត់របស់យើងក្នុងការបកស្រាយច្បាប់អន្តរជាតិប្រទេសរុស្ស៊ីគាត់មិនគោរពនៅព្រំដែនប្រទេសអ៊ុយក្រែនគាត់ចូលឈ្លានពានអញ្ចឹងវានាំឲ្យបណ្ដាប្រទេសនានាថ្កោលទោសព្រោះគេខ្លាចថាបើរុស្ស៊ីធ្វើអញ្ចឹងបាន
ប្រទេសផ្សេងទៀតក៏ធ្វើចឹងបានឲ្យតែមានកម្លាំងខ្លាំងហើយអ្នកណាមានកម្លាំងបាយគឺឈ្នះបាទអ្នកណាមានកម្លាំងបាយធ្វើអីក៏ត្រូវអាហ្នឹងគឺយើងចង់បញ្ជាកន្លែងហ្នឹងចឹងអាចថាជាមួយប្រទេសតូចផ្សេងទៀតដែលគិតថាក្នុងបរិបទពិភពលោករាល់ថ្ងៃនេះកំពុងតែរងការគំរាមកំហែងមកដល់អាយុជីវិតរបស់ជាតិរបស់ខ្លួនម្នាក់របស់រដ្ឋមួយហ្នឹងឲ្យសហការគ្នាស្វែងរកនេះហើយមានភាពទៀងទាត់ក្នុងការទន្ទិញក្នុងការបកស្រាយក្នុងការអនុវត្តច្បាប់អន្តរជាតិគ្រប់បរិបទទាំងអស់បាទអរគុណតើទៅមុនដែលយើងចូលនៅក្នុងសង្គ្រាមជាមួយថៃប្រហែលថ្ងៃនេះប្រហែលជា5ថ្ងៃនោះខ្ញុំតែងតែគិតថានៅពេលកាលមុនរដ្ឋាភិបាលទិញអាវុធអីថ្មីទាំងអស់បាទខ្ញុំគិតថាការចំណាយទៅលើយុធាគឺអត់ប្រយោជន៍គឺដោយសារតែយើងត្រូវគិតទៅលើសេដ្ឋកិច្ចការងារអីផ្សេងអញ្ចឹងណាប៉ុន្តែដល់ពេលឥឡូវខ្ញុំចាប់បានគិតថាមានប្រយោជន៍មួយចំនួនប៉ុន្តែខ្ញុំចង់ដឹងតកតងទៅនឹងកំណត់របស់បងឬខមមិនក៏ដូចជាអ្នកនៅទាំងអស់អ្នកនៅកន្លែងនេះដែរបាទតែយើងគួរចំណាយទៅលើការការពារជាតិថវិកាបង្កើនថវិកាការពារជាតិដែរឬទេក្នុងខណៈដែលប្រទេសរបស់យើងនឹងអាចចូលទៅក្នុងសង្គ្រាមដូចលើកមុនដដែលឧទាហរណ៍យើងខាងនេះក៏ចង់បានខាងនោះក៏ចង់បានធ្លាប់ invade ធ្លាប់ឈ្លានពានយើងម្ដងហើយអញ្ចឹងខណៈដែលប្រទេសកម្ពុជានៅកណ្ដាលរៀបដូចសង្វិចដែលគេចង់បានអញ្ចឹងតែយើងធ្វើដូចម្ដេចដើម្បីទីមួយតែយើងគួរបង្កើនថវិកាដើម្បីការពារជាតិឬក៏យើងគួរធ្វើដូចម្ដេចដើម្បីឲ្យវាអាចថាជាតុល្យភាពរវាងការពារជាតិសេដ្ឋកិច្ចអីផ្សេងអញ្ចឹងណាបាទតែអញ្ចឹងខ្ញុំចង់ដឹងថាក្នុងមតិរបស់បងឬអ្នកនៅកន្លែងហ្នឹងតែយើងគួរធ្វើដូចម្ដេចអញ្ចឹងព្រោះថាខ្ញុំកំណត់ខ្ញុំកាលមុនការបង្កើនថវិកាជាតិខ្ញុំគិតថាអត់ល្អទេឥឡូវយើងចូលអប់រំវិញឬក៏អីផ្សេងហ្នឹងហើយបាទចំណុចនេះខ្ញុំគិតថាកម្ពុជាគោមើលគេមើលឯងតើចរន្តនៃការចំណាយលើវិស័យយោធាទូទាំងពិភពលោកនឹងកើនឡើងអត់ប៉ុន្តែក៏យើងត្រូវគិតពីសេណារីយ៉ូល្អសេណារីយ៉ូអាក្រក់តែចេញពីការសម្រេចចិត្តបែបហ្នឹងដែរអញ្ចឹងណានៅប្រទេសនានាសូម្បីបណ្ដាប្រទេសអឺរ៉ុបក៏ការកើនឡើងនៃថវិកាការពារជាតិហ្នឹងវាឡើងកម្រិតដែររហូតដល់ប៉ះពាល់ដល់ជំនួយអភិវឌ្ឍដល់ប្រទេសនានាផ្សេងទៀតហ្នឹងវាមានតកតាំងជាក់ស្ដែងមិនធំតែរឿងលោកត្រាំកាត់ជំនួយ USAID នៅដើមឆ្នាំនេះទេប៉ុន្តែវាជានិន្នាការពិភពលោកមួយនៅពេលដែលស្ថិរភាពពិភពលោកហ្នឹងវាហាក់ដូចជារងការគំរាមកំហែងប្រទេសនានាហ្នឹងគាត់បង្កើនអាវុធបង្កើនអីដើម្បីការពារខ្លួនគាត់ហើយការបង្កើនថវិកាការពារជាតិការបង្កើនវិស័យយោធាដែលស្របតាមបរិបទនៃក្របខ័ណ្ឌនៃការពារជាតិហ្នឹងបានន័យថាមិនមែនជាការត្រៀមវាយទាំងស្រុងទេបាទតែក៏ជាការកម្លាអ្នកដែលប្រុងវាយខ្លួនដែរបានន័យថាឥឡូវយើងមើលឃើញថាតើអ្វីទៅជាផលដែលបានមកពីការធ្វើព្យុហយាត្រាបង្ហាញកណ្ដុងកំភ្លើងនៅប្រទេសចិនប្រទេសកូរ៉េខាងជើងឬបណ្ដាប្រទេសនានាឃើញអាវុធឆ្លងទ្វីបកំជ្រួចអីនានាដែលខ្ញុំស្គាល់អត់អស់ខ្ញុំមិនមែនជាអ្នកជំនាញយោធាតែគាត់ធ្វើអាហ្នឹងដើម្បីអ្វីទីមួយគាត់អាចបង្ហាញពីកម្លាំងគាត់បាទទីមួយផ្សេងទៀតគាត់អាចប្រាប់ទៅប្រជាជនគាត់ថារដ្ឋពិតជាមានអំណាចខ្លាំងមែនទាំងនៅចិនទាំងនៅកូរ៉េខាងជើងហ្នឹងហើយនឹងមួយទៀតផ្ញើសារមកខាងក្រៅប្រទេសថាបច្ចេកវិទ្យាចិនបច្ចេកវិទ្យាកូរ៉េខាងជើងបច្ចេកវិទ្យារុស្ស៊ីមកដល់កម្រិតនេះហើយគាត់មានក្បាលគ្រាប់ដែលអាចនាំកំជ្រួចឆ្លងទ្វីបបាទដឹកអាចទៅគាត់អាចបង្ហាញសម្ញែងដែលគាត់អាចនាំគ្រាប់ហ្នឹងពីទឹកដីគាត់បាញ់ចូលតំបន់សហរដ្ឋអាមេរិកដីគោកអីហ្នឹងអាហ្នឹងជាការកម្លាទៅបច្ចាមិត្តរបស់គាត់បាទថាគាត់មានសមត្ថភាពប៉ុណ្នេះអញ្ចឹងយកល្អអ្នកឯងគួរតែកុំមានគម្រោងមកវាយខ្ញុំអីព្រោះត្រូវបញ្ចុះបញ្ចូលសត្រូវរបស់យើងឬក៏បច្ចាមិត្តរបស់គាត់ហ្នឹងបានន័យថាធ្វើម៉េចថាការប្រយុទ្ធជ្រើសយកការប្រយុទ្ធវាយគាត់ហ្នឹងមិនមែនជាជំរើសល្អទេជាជំរើសដែលត្រូវបង់តម្លៃថ្លៃបំផុតព្រោះគាត់ខ្លាំងដែរគាត់ចង់និយាយចឹងណា
កម្ពុជាយើងធនធានមានកម្រិតមែនតើបាទយើងមានផែនការច្រើនសម្រាប់ប្រជាជនរបស់យើងអញ្ចឹងសម្ពាធទៅលើបញ្ហាសារពើពន្ធគោលនយោបាយសារពើពន្ធយើងហ្នឹងក៏ច្រើនដែរយើងត្រូវចំណាយច្រើនដូចរដ្ឋាភិបាលមានប្រសាសន៍អញ្ចឹងរឿងសុខាភិបាលរឿងអប់រំយើងត្រូវការច្រើនដើម្បីកសាងធនធានពលរដ្ឋរបស់យើងដែរប៉ុន្តែខ្ញុំអត់ជំទាស់ទេនឹងបញ្ហាថវិកាការពារជាតិហ្នឹងប៉ុន្តែខ្ញុំចង់ផ្ដោតទៅលើការបង្កើនថវិកាដែលប្រកបដោយប្រសិទ្ធផល efficient ណាតើយើងគួរបង្កើនថវិកាទៅលើអីតែយើងគួរវិនិយោគទៅលើការស្រាវជ្រាវយកអាវុធថ្មីដែលចំណាយមនុស្សអស់តិចតែមានប្រសិទ្ធភាពខ្ពស់ឬក៏យើងចំណាយទៅលើធនធានមនុស្សឬក៏យើងចំណាយទៅលើការកែតម្រង់ស្ថាប័នដែលខ្ញុំគិតថាក៏សំខាន់ដែរសម្រាប់ការកសាងសមត្ថភាពយោធារបស់ប្រទេសមួយបាទអញ្ចឹងហើយសម្រាប់ខ្ញុំការវិនិយោគរបស់ប្រទេសកម្ពុជាគួរសម្លឹងឆ្ងាយដែរទៅមើលសង្គ្រាមទៅថ្ងៃអនាគតតែគេប្រយុទ្ធគ្នានឹងប្រើអីបាទខ្ញុំគិតថាអាចនឹងប្រើមនុស្សតិចជាងមុនដោយសារតែអ្វីវាទៅជាបញ្ញាសិប្បនិមិត្តអស់ហើយទោះបីពេលខ្លះយើងនៅតែត្រូវការមនុស្សដើម្បីទៅបង្ហាញនៅទីជាក់ស្ដែងតែខ្លួនពិតជាឈ្នះមែនប៉ុន្តែនិន្នាការបច្ចេកវិទ្យាយោធាថ្មីកន្លងក្រោយមកនេះគឺទាមទារឲ្យមានការស្រាវជ្រាវទាមទារឲ្យមានការធ្វើនវានុវត្តន៍ innovation ហ្នឹងទៅលើបច្ចេកវិទ្យាថ្មីដែលចំណាយមនុស្សតិចដូចគេបង្កើត robot ដើម្បីទៅរកមីនអញ្ចឹងបាទគឺដើម្បីអីដើម្បីកាត់បន្ថយហានិភ័យដែលមនុស្សខ្លួនឯងទៅរកមីនហើយជួបឧបទ្ទវហេតុស្លាប់កាត់បន្ថយហានិភ័យហ្នឹងការចំណាយថវិកាយោធាដែលប្រកបដោយប្រសិទ្ធផលឬ efficient ហ្នឹងក៏គួរតែផ្ដោតលើបញ្ហាហ្នឹងដែរបាទធ្វើម៉េចឲ្យចំណាយតិចតែបានផលមកវិញច្រើនហើយក្នុងពេលណាមួយដែលនាំឲ្យដូចខ្ញុំនិយាយខាងដើមអញ្ចឹងអាចនាំឲ្យអ្នកដែលប៉ុនប៉ងបំពេញច្បាប់អន្តរជាតិដើម្បីបំពេញលើកម្ពុជាឬប្រទេសតូចផ្សេងទៀតហ្នឹងប្រទេសតូចដូចកម្ពុជាអីហ្នឹងត្រូវតែរក្សាខ្លួនធ្វើម៉េចឲ្យកម្លាបណ្ដាបញ្ចមិត្តដែលមានសក្តានុពលក្នុងការវាយប្រហារហ្នឹងបាទអរគុណដោយសារការពី3ថ្ងៃមុនពេលខ្ញុំកំពុងជិះម៉ូតូទៅធ្វើការហ្នឹងខ្ញុំស្ដាប់ការដោយសារខ្ញុំចូលចិត្តស្ដាប់ការតែពេលស្ដាប់ការខ្ញុំស្ដាប់ podcast ឬក៏ស្ដាប់ព័ត៌មានអញ្ចឹងទៅហើយខ្ញុំឮមានរបាយការណ៍មួយដែលថាសេដ្ឋកិច្ចនៅវៀតណាមគាត់ឡើងខ្ពស់សម្រាប់ឆ្នាំនេះ H1 ហើយរហូតដល់ Q3 ហ្នឹងអញ្ចឹងគាត់ឡើងបើខ្ញុំអត់ប្រកែកចាំតួលេខតែខ្ញុំគិតថាប្រហែលជា 7.8 ឬក៏8ជាងបាទអញ្ចឹងយើងមើលថាគាត់ឡើងខ្ពស់ហើយដល់ពេលដែលប្រទេសជិតខាងឬក៏យើងគិតថាតំបន់អាស៊ាននៅ main lane ដីគោកហ្នឹងគឺកំពុងមានវិបត្តិបន្តតគ្នាអញ្ចឹងទៅហើយអញ្ចឹងវាធ្វើឲ្យខ្ញុំគិតថាអញ្ចឹងតើ50ឆ្នាំប៉ុន្តែឥឡូវនៅពេលដែលយើងគិត100ឆ្នាំអញ្ចឹងខ្ញុំចង់សួរគ្រូទេថាបើសិនជា100ឆ្នាំទៅមុខតកតងជាមួយនឹងអង្គការដែលអាស៊ានហ្នឹងតើយើងគួរតែបើសិនជាយើងធ្វើអា grand strategy ហ្នឹងតើគ្រូទេគាត់ថាឬក៏អ្នកទាំងអស់គ្នានៅក្នុងបន្ទប់ហ្នឹងគាត់ថាបើសិនជាយើងចង់បាន long term ឬក៏យុទ្ធសាស្ត្រវែងឆ្ងាយសម្រាប់អាស៊ានដែលជាអង្គការសម្រាប់តំបន់ហ្នឹងតើយើងគួរតែមើលលើតំបន់អ្វីលើចំណុចអ្វីខ្លះពីព្រោះអីយើងមើលថាវាអាចខ្ញុំយល់ការយល់ឃើញរបស់ខ្ញុំនៅមានកម្រិតប៉ុន្តែខ្ញុំចាំថាការដែលខ្ញុំនៅរៀនសកលប្រហែលជា2013 14ហ្នឹងមុនដែលគេមានអា blueprint សមាហរណកម្ម2015ហ្នឹង come into force ហ្នឹងគឺមានការបំផុលមែនតើហើយនៅរហូតដល់មាននៅសកលមាន course ហ្នឹងគឺតកតងជាមួយនឹង ASEAN study តែម្ដងតែឥឡូវបានបំលែងទៅជា Southeast Asia study ចឹងទៅចឹងពេលហ្នឹងយើងមើលថាតើពេលហ្នឹងប្រហែលជាយើងអានច្រើនតែយើងគិតថាprosperity ហ្នឹងគឺយើងឃើញ in the face in the flash ហើយយើងរំពឹងទុកមែនតើប៉ុន្តែរហូតមកដល់បច្ចុប្បន្នខ្ញុំគិតថាវាអាចមានការបំលែងច្រើនដោយសារសមាជិកប្រទេសមួយក៏គាត់ត្រូវប្រឈមជាមួយនឹងមហាអំណាចដែលបន្ទង់គ្នានឹងដែរហើយមួយទៀតក៏គាត់ត្រូវផ្ដោតលើinternal prosperity progress របស់គាត់ដោយវៀតណាមអញ្ចឹងក៏គាត់មិនដែលជាផ្នែកមួយនៃយើងដែរគាត់ក៏ចាប់ដៃគូជាមួយនឹង BRIC ដែលខ្ញុំគិតថាប្រទេសដែលគេហៅថាមានសក្តានុពលទៅ middle
income countries អញ្ចឹងទៅបាទខ្ញុំអាចនិយាយច្រើនតែគាត់ថាចង់សួរវិញថាជា suggestion តើយើងគួរមើលលើចំណុចណាខ្លះទៅបាទ សម្រាប់អាស៊ានណា បាទជាអង្គការ បាទគិតថាសំណួរមួយទៀតគិតថាអាស៊ានរាល់ថ្ងៃនេះខ្សោយឬយ៉ាងម៉េចដែរ ខ្ញុំគិតថាដោយសារគាត់អត់មានគាត់មានប្រសិទ្ធភាពយោធា បាទ ប៉ុន្តែអានឹងក៏វាជាផ្នែកមួយដែលគាត់បង្កើតឡើងដែរត្រូវឲ្យគាត់បង្កើត peace អញ្ចឹងសម្រាប់ការគេហៅថាmilitary intervention បាទ ខ្ញុំគិតថាគាត់អត់មានហើយខ្ញុំអត់មានយោបល់ជំទាស់ទៅលើអ្វីដែលគាត់អត់មានទេប៉ុន្តែខ្ញុំគិតថាជាយុទ្ធសាស្ត្រតើ in term of like peace talking ឬក៏ stabilizing ឬក៏ progress ទៅរួមគ្នានឹងដោយសារជាទូទៅយើងចង់បាន progress មួយដែលអ្នកទាំងអស់គ្នាអាចដើរទៅបានទាំងអស់គ្នាចឹងអាហ្នឹងក៏ជាគោលជំហរមួយដែរអញ្ចឹងខ្ញុំអត់ដឹងថា in term of គាត់មានភាពកំសោយបច្ចុប្បន្នខ្ញុំមិនអាចនិយាយបានប៉ុន្តែគាត់ថាអីដែលយើងអាចបានរៀនហើយមកដល់បច្ចុប្បន្នយើងអត់ទាន់បានឃើញអីដែលយើងបានរៀនហ្នឹងវានៅក្នុង full force ចឹងទៅបាទ មែនតើទៅអាស៊ានខ្សោយមែនមកដល់ម៉ោងនេះបាទឥឡូវគេនាំគ្នានិយាយពីមជ្ឈត្តភាពអាស៊ានណាអាស៊ាន centrality ប្រទេសណាក៏និយាយដែរតាំងពីអាមេរិកដៃគូផ្សេងចិនរុស្ស៊ីអីអូមិនទិញរត់មាត់បាទរឿងមជ្ឈត្តភាពអាស៊ានទុកអាស៊ានជាសំខាន់ហើយបើយុទ្ធសាស្ត្រ Indo-Pacific របស់ប្រទេសណាវិញក៏ដាក់អាស៊ាននៅស្នូលដែរបាទហើយសូម្បីសមាជិកអាស៊ានខ្លួនឯងក៏លើកដំកើងពាក្យហ្នឹងដែរបាទប៉ុន្តែគ្រប់គ្នានាំគ្នាលើកដំកើងពាក្យហ្នឹងអាហ្នឹងជា plan A របស់គេប៉ុន្តែម្នាក់មាន plan B ទាំងអស់មានទុកទ្វារក្រោយសម្រាប់ខ្លួនឯងទាំងអស់បាទរឿងអាស៊ានខ្សោយឬខ្លាំងយើងមើលទៅលើសកម្មភាពរបស់ប្រទេសមួយនៅក្នុងអាស៊ានហ្នឹងតើបានជួយឲ្យអាស៊ានខ្សោយឬជួយឲ្យអាស៊ានខ្លាំងបាទឥឡូវយើងលើកឧទាហរណ៍អាស៊ានក្នុងផ្ទៃក្នុងអាស៊ានឡើងឯងវាជាពាណិជ្ជកម្មសេរីមួយហើយយើងឥឡូវនេះក៏ដោយសារមានបញ្ហាមួយថៃមានការរអួលដែរប៉ុន្តែអាលំហូរមនុស្សលំហូរអីយើងអាចធ្វើដំណើរអីដែលគ្មានវីសាហ្នឹងក៏ជាសមិទ្ធផលរបស់អាស៊ានមួយដែរប៉ុន្តែប្រទេសនានាគាត់ចូលរួមអាស៊ានដោយមានកម្រិតគាត់អ្នកខ្លះគាត់មានធនធានវាក៏មិនដូចគ្នាដែររឿងអាស៊ានដំបូង5និងអាស៊ានខាងក្រោយហ្នឹងដកទៅវៀតណាមចេញមួយហាក់ដូចជានៅដើរយឺតនៅឡើយលបឿនគាត់មិនទាន់លឿនប្រទេសខ្លះក៏មានបញ្ហាដូចមីយ៉ាន់ម៉ាដូចអីចឹងប៉ុន្តែប្រទេសដែលមានសក្តានុពលធំហើយគាត់ក៏ទិញរត់មាត់រឿងមជ្ឈត្តភាពអាស៊ានដែរមានប្រធានបទមួយដែលគេជជែក10ឆ្នាំមកហើយរឿងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាននិងសហភាពអឺរ៉ុបបាទន័យថាចង់ឲ្យមានលំហូរពាណិជ្ជកម្មសេរីរវាងប្លុកទាំងពីរហ្នឹងបាទទាំងអឺរ៉ុបនិងអាស៊ានប៉ុន្តែចរចាអត់ទាន់ចេញទេតែអ្វីដែលចេញទៅជាពាណិជ្ជកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងសហភាពអឺរ៉ុបនិងសមាជិកអាស៊ានខ្លះទៅវិញឥឡូវនេះមានជាមួយសង្ហបុរីមុនគេអញ្ចឹងគាត់អាចប្រស្រ័យតាក់ទងជាមួយទីផ្សារអឺរ៉ុបហ្នឹងដោយសេរីពាណិជ្ជកម្មសេរីប្រទេសទី2ដែលចូលនៅក្នុងជួរហ្នឹងគឺវៀតណាមបាទដូចក្នុងឆ្នាំពីមុនវិបត្តិកូវីដដែលចាប់ដើមចូលជាធរមានហើយមានការចុះកិច្ចព្រមព្រៀងហ្នឹងហើយនឹងថ្មីចុងក្រោយបង្អស់នេះឥណ្ឌូនេស៊ីបាទអញ្ចឹងនៅពេលដែលចរចាតំបន់ពាណិជ្ជកម្មសេរីប្លុកមិនជោគជ័យសហភាពអឺរ៉ុបខ្លួនឯងដែលគាត់ជាអ្នកធានាការពារនៅពហុភាគីនិយមហ្នឹងគាត់ក៏ចាប់យកនៅទ្វេភាគីនិយមហ្នឹងដែរបាទគឺអ្វីវាស៊ីសងលើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសគេមួយដែរអញ្ចឹងនៅក្នុងអាស៊ានយើងថាអាស៊ានខ្សោយប៉ុន្តែអាស៊ានមិនខ្សោយតែម្នាក់ឯងទេអង្គការពហុភាគីនិយមតំបន់នានាខ្សោយទាំងអស់បាទកំពុងខ្សោយទាំងអស់តាំងពីប្រព័ន្ធនៃ EU ខ្លួនឯងសហភាពអឺរ៉ុបខ្លួនឯងក៏កំពុងខ្សោយហើយបើយើងសួរថាយើងគួរកែតម្រង់អាស៊ានយើងមើល model ណាមើល model សហភាពអឺរ៉ុបដែលវាលែងជាអង្គការអន្តររដ្ឋាភិបាលហើយវាទៅជាអភិsupranational បានន័យថាក្នុងរង្វង់គោលនយោបាយខ្លះគាត់អាចមានសិទ្ធិសម្រេចលុបលើ
បណ្ដាប្រទេសសមាជិកទៀតតួយ៉ាងដោយការចរចាពាណិជ្ជកម្មដោយការអីចឹងបានប្រទេសសមាជិកបានផ្ដល់អំណាចហ្នឹងទៅយើងហៅថាគណៈកម្មការអឺរ៉ុបហ្នឹងដោយរដ្ឋាភិបាលរបស់តំបន់មួយចឹងហើយយើងសួរថាយើងយក model របស់សហភាពអឺរ៉ុបមកដាក់នៅអាស៊ានត្រូវទេខ្ញុំមិនមានចម្លើយបាទតើអីទៅជាគំរូឬក៏ model របៀបធ្វើការថ្មីរបស់អាស៊ានឲ្យមានប្រសិទ្ធភាពជាងនេះមានអំណាចជាងនេះដើម្បីដោះស្រាយបញ្ហាចំពោះមុខប្រទេសសមាជិកអ្នកខ្លះមានសង្គ្រាមស៊ីវិលអ្នកខ្លះឆ្លោះគ្នាចម្បាំងរាំងជលរដ្ឋនឹងរដ្ឋកម្ពុជានិងថៃតើអាស៊ានធ្វើអីបានអាស៊ានរងថ្ងៃនេះកំពុងតែខ្វះដូចក្នុងករណីថ្មីហ្នឹងកិច្ចព្រមព្រៀងបត់ឈប់បាញ់ហ្នឹងមែនតើអ្នកដែលគូសវាសមែនតើគឺប្រធានអាស៊ាននាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមនៃប្រទេសម៉ាឡេស៊ីគាត់ជាអ្នកចេញនៅរូបមន្តនៃបត់ឈប់បាញ់ហ្នឹងតែគាត់អត់មានអំណាច leverage ណាអំណាចចុចខ្ទាស់ណាដើម្បីបង្ខំសង្កត់ប្រទេសទាំងពីរហ្នឹងឲ្យទទួលយកនៅកិច្ចព្រមព្រៀងហ្នឹងទេតាមការអះអាងរបស់ភាគីកម្ពុជាអញ្ចឹងកម្ពុជាព្រមហើយថៃព្រមហើយតែក្រោយមកថៃបានដូរពាក្យហ្នឹងតាមការអះអាងពីខាងកម្ពុជាអញ្ចឹងទីបញ្ចប់ទៅនៅវាយគ្នាដល់ 4-5 ថ្ងៃតែអ្វីដែលត្រាំចូលមកលោកត្រាំចូលមកគាត់មានអំណាច leverage ហ្នឹងជាអំណាចមួយដែលអាស៊ានអត់មានជាអំណាចមួយដែលប្រធានអាស៊ានអត់មានទៀតឥឡូវអាស៊ានយើងនិយាយកម្រិតណាកម្រិតប្រធានអាស៊ានឬលេខាធិការឋានអាស៊ានទៀតតែយើងគួរពង្រឹងស្ថាប័នជាប្រធានអាស៊ានឬក៏យើងគួរពង្រឹងលេខាធិការឋានអាស៊ានហើយបើយើងយកជំរើសចុងក្រោយព្រោះវាហាក់ដូចជាទៀងទាត់ជាងប្រធានអាស៊ានដូររាល់ឆ្នាំលេខាធិការឋានទោះបីដូរលេខាធិការ5ឆ្នាំម្ដងមែនតែលេខាធិការឋាននៅដដែលជារាជការរដ្ឋការរបស់អាស៊ានហ្នឹងយើងសួរតទៀតថាមួយឆ្នាំយើងជូនលុយទៅគាត់ប្រមាណហើយយើងឲ្យអំណាចឲ្យគាត់ខ្លះដើម្បីធ្វើការសម្រេចចិត្តតែគាត់មានសិទ្ធិសម្រេចចិត្តជំនួសឲ្យប្រទេសសមាជិកទេមែនតើគាត់អត់មានអាចធ្វើចឹងបានទេដោយសារគាត់តាមជាអង្គការអន្តររដ្ឋាភិបាលចាំមិនថារដ្ឋាភិបាលនៃប្រទេសសមាជិកអត់បានផ្ដល់អំណាចសម្រេចចិត្តជំនួសគាត់អីអញ្ចឹងលេខាធិការឋានហ្នឹងដើរតួត្រឹមតែជាអ្នកជួយសម្របសម្រួលដោះស្រាយជាបានន័យថាជាទីស្នាក់ការកណ្ដាលប៉ុន្តែអត់មានអំណាចសម្រេចចិត្តសំខាន់ទេអញ្ចឹងសម្រាប់អាស៊ានទាំងមូលតើគួរធ្វើអីខ្ញុំគិតថាវាចូលទៅដល់សំណួរសេដ្ឋកិច្ចមួយនៅពេលយើងរៀនសេដ្ឋកិច្ចយើងនិយាយពី collective action យើងបានន័យថាម៉េចរឿងតាក់ទងនឹងតើគេសិក្សាពីជំរើសរបស់មនុស្សម្នាក់របស់ស្ថាប័នម្នាក់របស់គ្រួសារមួយរបស់ប្រទេសមួយថាតើគាត់ better off បានន័យថាគាត់ទទួលបានលទ្ធផលប្រសើរជាងមុនដោយគាត់ចូលរួមសកម្មភាពជាមួយគេឬក៏គាត់នៅម្នាក់ឯងបាទហើយដល់កម្រិតណាមួយដែលគាត់គិតថាការចូលរួមសកម្មភាពរបស់ជាមួយគេចូលរួមជួយគេហ្នឹងជាជាងគិតថាប្រយោជន៍ส่วนตัวរបស់ខ្លួនឯងហ្នឹងនឹងហុចផលធំជាងមុនឲ្យគាត់ហុចផលធំជាងមុនដល់ក្រុមហុចផលជាងមុនដល់សហគមន៍របស់គាត់ហ្នឹងអាហ្នឹងជាសំណួរដែលប្រទេសមួយត្រូវសួរមុននឹងចាប់ផ្ដើមគូសវាថាតើយើងចង់រុញអាស៊ានទៅណាដើម្បីពង្រឹងវាឬក៏បន្ថយឥទ្ធិពលបើសិនជាគិតថាវាអត់សូវសំខាន់ហ្នឹងហើយអាហ្នឹងជាសំណួររបស់ប្រទេសមួយតើគាត់ចង់គាត់ទិញរត់មករឿងមជ្ឈិទ្ធភាពអាស៊ានតែគាត់អត់ជួយរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានសហភាពអឺរ៉ុបទេគាត់ទៅគោះទ្វារអឺរ៉ុបក៏មកគោះទ្វារគាត់ធ្វើពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសមួយទៅវិញអញ្ចឹងណាចាហ្នឹងយើងចោទសួរទៅលើប្រទេសមួយទៅវិញតែគាត់ចង់បានបែបណាអាស៊ានត្រឹមឆ្នាំ2050ឬ2125បាទមុននឹងចាប់ផ្ដើមសួរទៅសំណួរទៅកាន់លោកគ្រូខ្ញុំសូមអរគុណមែនទែនសម្រាប់ក្រុមការងារទាំងអស់ដែលរៀបចំវេទិកានេះឡើងហើយនិយាយស្មោះត្រង់ទៅខ្ញុំនៅឆ្ងាយខ្ញុំអត់នៅក្នុងវិស័យ political ឬក៏អីខ្ញុំនៅក្នុងវិស័យសាវយកម្មប៉ុន្តែខ្ញុំពិតជាចាប់អារម្មណ៍នៅលើវេទិកាគោលនយោបាយមែនទែនពីខ្ញុំទៅខ្ញុំចង់កលេចទៅលើយុគសម័យរបស់យើងបច្ចុប្បន្នយើងទាញកម្ពុជាមកវិញទាញខ្លួនយើងជាពលរដ្ឋកម្ពុជាឡើងវិញដោយសារតែលោកគ្រូបានបញ្ជាក់មុនហ្នឹងនៅក្នុងយុគសម័យបច្ចុប្បន្នយើងអាចកលេចមើលឃើញគោលនីតិរបស់លោកមុនរ៉ូលហ្នឹងហាក់បីដូចជាត្រឡប់មកវិញតើតើជាមួយការបែងចែក
ដែនអធិបតេយ្យអញ្ចឹងទៅហើយអីដែលយើងលោកគ្រូបានបញ្ជាក់ដែរតកតងជាមួយនឹងអីដែលបូកបន្ថែមទៅលើគោលនីតិមន្តរលហ្នឹងគឺយើងឃើញថាតកតងមួយការបែងចែកប្រព័ន្ធ digital ពិភពលោកហ្នឹងក៏មានការកើនឡើងដែរហើយក៏ខ្ញុំខ្លួនឯងក្នុងនាមយើងជា Gen Z ខ្ញុំគិតថាវាពិតជាសំខាន់មែន digital ឥឡូវហ្នឹងគឺវាមានឥទ្ធិពលមែនទែនទៅលើការរស់នៅរបស់យើងបច្ចុប្បន្នអញ្ចឹងហើយខ្ញុំចង់សួរជាសំណួរទៅកាន់លោកគ្រូក៏ដូចជាអ្នកទាំងអស់គ្នានៅទីនេះខ្ញុំចង់ដឹងថាតើគោលនយោបាយបន្ទាន់មួយដែលរដ្ឋាភិបាលរបស់យើងក្នុងនាមយើងគួរតែឲ្យដំបូងមានទៅគាត់មែនតើខ្ញុំគិតថាគាត់មានឯប៉ុន្តែវាអត់ទាន់មានអីជាប្រសិទ្ធភាពវាអត់ទាន់មានអីដែលជារបៀបថាមើលទៅឲ្យឃើញយើងឃើញថាជាដុំកពួនវាពិតជាចាប់ផ្ដើមដំណើរការមែនអញ្ចឹងខ្ញុំចង់ដឹងថាគោលនយោបាយបន្ទាន់តាក់ទងជាមួយនឹងការឆ្លើយតបទៅលើការបដិបដាសមត្ថភាពធនធានមនុស្សនៅក្នុងផ្នែក digital របស់កម្ពុជាហ្នឹងតើរដ្ឋាភិបាលគួរតែធ្វើអីឲ្យបន្ទាន់ព្រោះដូចជាក់ស្ដែងឥឡូវហ្នឹងប្រឡង12ចប់ប៉ុន្តែខ្ញុំសួរសិស្សប្អូនឬក៏បងប្អូនជីដូនមួយដែលគាត់ប្រឡងចប់សួរគាត់ថាតើ digital មិនដែរចាប់អារម្មណ៍គាត់ដូចអត់មានបានស្វែងយល់ដឹងពីគុណសម្បត្តិរបស់ digital ឬក៏គាត់អត់ល្វីល្វល់ឬក៏អ្នកដែលគាត់ជាប់និទេសដែលគាត់គិតថាគាត់ខ្លាំងខាងវិទ្យាសាស្ត្រផ្សេងៗប៉ុន្តែហាក់បីដូចជាវាមានកំសោយនៃការផ្សព្វផ្សាយពីភាពសំខាន់របស់ប្រព័ន្ធ digital ហើយក៏វាអាចជាការចូលរួមពីរដ្ឋាភិបាលដែលថាគោលនយោបាយដែលគាត់បង្កើតឡើងក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងផ្នែក digital ហ្នឹងវាអត់ទាន់ឃើញមានប្រសិទ្ធភាពអញ្ចឹងហើយជាសំណួររបស់ខ្ញុំចង់ឲ្យលោកគ្រូជួយចែកម្លែកក៏ដូចជាអាចនិយាយបានថាជាគោលនយោបាយបន្ទាន់មួយថារដ្ឋាភិបាលគួរធ្វើអីហើយមួយទៀតក្នុងនាមយើងជាពលរដ្ឋតែយើងគួរធ្វើអីទៅលើចំណុចហ្នឹងព្រោះយើងគិតថាវាពិតជាសំខាន់សំណួរទី2ខ្ញុំចង់ទៅលើចំណុចដូចគ្នាគឺលុយយើងដឹងថាបញ្ហាភាគច្រើនហ្មងទាំងបញ្ហាផ្ទាល់ខ្លួនឬក៏មិនថាប្រទេសជាតិទេខ្ញុំអាច assume ដឹងថាបើសិនជាមានលុយបញ្ហាទាំងអស់នោះអាចនឹងងាយដោះស្រាយអញ្ចឹងហើយក្នុងនាមនៅក្នុងយុគសម័យថ្មីរបស់កម្ពុជាថាតើគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីរកលុយហើយយើងឃើញថាកម្ពុជាដើម្បីរកលុយបានស្រួលឬក៏អាចបានច្រើនគឺតាក់ទងជាមួយនឹង international investment អញ្ចឹងយើងឃើញជាក់ស្ដែងពីជ្រុងរបស់ខ្ញុំទៅអាចនិយាយបានថាខ្ញុំអាចនឹងអត់បានគ្រប់ជ្រុងជ្រោយប៉ុន្តែបើពីខ្ញុំទៅតាមរយៈ collaboration ផ្សេងតាមរយៈការស្គាល់ជាមួយនឹងការរកស៊ីផ្សេងខ្ញុំឃើញថាការវិនិយោគទុនបរទេសហាក់បីដូចជាអត់មានភាពងាយស្រួលទេបើយើងមើលនៅកម្ពុជាអញ្ចឹងហើយក្នុងសំណួររបស់ខ្ញុំចង់ឲ្យលោកគ្រូជួយចែកម្លែកថាតើគោលនយោបាយរបស់រដ្ឋាភិបាលឆ្លើយតបទៅលើការវិនិយោគទុនបរទេសនេះតើធ្វើមិនឲ្យគេមានភាពស្រួលជាងបច្ចុប្បន្នព្រោះយើងចង់ឲ្យសេដ្ឋកិច្ចយើងដើរអញ្ចឹងបើសិនជា international investment គាត់មកស្រួលគាត់ឃើញសម្លឹងភាពល្អច្រើនពីយើងប្រហែលជាល្អខ្ញុំជឿជាក់ថារដ្ឋបាលគាត់មានគោលនយោបាយប៉ុន្តែគោលនយោបាយបន្ទាន់នៅក្នុងការធ្វើនៅក្នុងឆ្នាំ2025-26នេះវាអត់ទាន់មានអីភាពច្បាស់លាស់ហើយក្នុងនាមយើងជាប្រជាជនថាតើយើងគួរតែធ្វើសកម្មភាពអីមានទូនាទីអីដើម្បីឆ្លើយអាពីសំណួរមិញហ្នឹងឲ្យវាមានប្រសិទ្ធភាពខ្ញុំគិតថាសំណួររបស់ខ្ញុំរៀងពាក់ព័ន្ធជាមួយនឹងសំណួររបស់គាត់លើកឡើងនៅសំណួរទី1ហើយខ្ញុំប្រហែលជាមាន2សំណួរចង់សូមជាការយល់ឃើញឬក៏ជាយោបល់របស់បងទៅលើនឹងដែរដោយសារនៅក្នុងហ្នឹងវាពាក់ព័ន្ធជាមួយនឹងជំរឿជាយុទ្ធសាស្ត្រដែលបងលើកឡើងនៅក្នុងបទបង្ហាញនឹងដែរអញ្ចឹងសំណួរទី1វាពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាយើងជាប្រទេសដែលអាចថាជា small state អញ្ចឹងរឿងបច្ចេកវិទ្យាការអភិវឌ្ឍបច្ចេកវិទ្យាហ្នឹងយើងពិបាកក្នុងការធ្វើវាអញ្ចឹងចង់ដឹងដែរថាយើងគួរតែជ្រើសរើសយកជំរឿមួយណាក្នុងការយកបច្ចេកវិទ្យាយកមកប្រើយើងធ្វើខ្លួនឯងឬក៏យើងទៅសុំពីប្រទេសមហាអំណាចព្រោះភាគច្រើនសុំថ្ងៃមានតែប្រទេសមហាអំណាចទេគាត់អាចបង្កើតបច្ចេកវិទ្យាយកមកប្រើប្រាស់បានហើយបើសិនជាយកពីប្រទេសមហាអំណាចមកយើងគួរតែត្រៀមខ្លួនបែបណាឬក៏យើងគួរតែគិតបែបណាដែរពាក់ព័ន្ធជាមួយនឹងការយកបច្ចេកវិទ្យានឹងយកមកប្រើហើយមួយទៀតវាស្តៀងនឹងដែរប៉ុន្តែផ្ដោតសំខាន់ទៅលើការងារដែរដោយសារបច្ចុប្បន្នដែលយើងហៅថា industrial 4.0 ហ្នឹងវាបើមើលទៅវាអាចប៉ះពាល់តែទៅលើ blue white worker ប៉ុន្តែ
ពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាទៅខាងមុខវាអាចប៉ះពាល់ទៅដល់អ្នកដែលគាត់ធ្វើការនៅ office ដែរអញ្ចឹងដែលយើងប្រើបញ្ញាក្នុងការគិតអីហ្នឹងអញ្ចឹងថ្ងៃមុខថ្ងៃក្រោយខ្ញុំជឿជាក់ថាវាអាចប៉ះពាល់ដែរដោយសារយើងមើលសពថ្ងៃបច្ចេកវិទ្យាសពថ្ងៃដូចជា AI ហ្នឹងក៏ពេលខ្លះដូចបងលើកឡើងអញ្ចឹង robot ក៏វាអាចជួយគិតទៅលើមនុស្សយើងបានដែរអញ្ចឹងទៅថ្ងៃក្រោយមុខថាតើកម្ពុជាយើងគួរតែពិភាក្សាបែបណាសម្រាប់ការប៉ះពាល់ពីបច្ចេកវិទ្យាមកលើមនុស្សយើងអញ្ចឹងព្រោះថ្ងៃយើងដែលជាអ្នកធ្វើការនៅក្នុង office ហ្នឹងក៏មានអារម្មណ៍មួយថាទៅថ្ងៃក្រោយមុខអាចនឹងវាយកការងារយើងធ្វើអាចក៏អាចថាបានในសញ្ញាយោនឹងអញ្ចឹងចង់យល់ចង់បានការយកឃើញរបស់បងដែរថាទៅយើងគួររៀបចំបែបណាទៅលើសញ្ញាយោមួយហ្នឹងបង បាទអាចចាប់ដើមពីសំណួរខាងមុខទៅតែចូលសំណួរទី2មុនរឿងធ្វើម៉េចឲ្យតាក់ទាញលុយវិនិយោគបរទេសណាដើម្បីអាចមកទៅកម្ពុជាអញ្ចឹងបានខ្ញុំគិតថាចំណុចសំខាន់មាន2ហើយខ្ញុំគិតថាចម្លើយខ្ញុំក៏ខ្លី2ដែរទី1រឿងរក្សាកេរ្តិ៍ឈ្មោះរបស់ប្រទេសឲ្យបានល្អបាទដើម្បីឲ្យពួកគេមានអារម្មណ៍ថាគេចង់យកលុយមកដាក់បាទហើយទី2ក៏គួរតែសួរពួកគាត់ដែរថាត្រូវធ្វើម៉េចបានគាត់មានអារម្មណ៍សុវត្ថិភាពក្នុងការមកដាក់លុយវិនិយោគនៅប្រទេសយើងបាទពួកគេដាក់ទុនវិនិយោគអីមួយគេប្រាថ្នាចង់បានអីទៅវិញហើយមួយទៀតជំរឿនមាន2ដាក់លុយវិនិយោគហើយទី1ធ្វើម៉េចកុំឲ្យបាត់លុយបាទលុយហ្នឹងពិតជាចូលមកជាក់ស្ដែងទី2បានទុនបានផលប្រយោជន៍ពួកគាត់ត្រឡប់ទៅប្រទេសគាត់វិញឬសម្រាប់ក្រុមគាត់ខ្លួនគាត់គ្រួសារគាត់វិញអញ្ចឹងណាអញ្ចឹងត្រូវការផ្ដល់ការធានាសម្រាប់គេរឿងហ្នឹងមួយទី2ធ្វើម៉េចឲ្យប្រព័ន្ធវិនិយោគប្រព័ន្ធអីហ្នឹងមានសុចរិតភាពនិងយុត្តិធម៌បាទអាហ្នឹងខ្លីប៉ុណ្ណឹងបាទអញ្ចឹងត្រូវការផ្ដល់ទី1រឿងកិត្យានុភាពកិត្តិនាមរបស់ប្រទេសជាប្រទេសមួយដែលអាចគេយកលុយមកវិនិយោគបើចំណេញឃើញចំណេញមែនបើខាតឃើញខាតមែនអានោះទាញដល់បញ្ហាធ្វើម៉េចឲ្យមានប្រព័ន្ធយុត្តិធម៌ប្រព័ន្ធសង្គមយើងដែលអាចដោះស្រាយចំនួនប្រកបដោយគេហៅវត្ថុវិស័យភាពណា objectivity សម្រាប់ហ្នឹងបើខុសឃើញខុសមែនបើត្រូវឃើញត្រូវមែនបើចំណេញឃើញចំណេញបើឃើញខាតឃើញខាតហ្នឹងវាជាដូចយើងតបទៅបឋកថាទី1យើងនិយាយពីច្បាប់ធម្មជាតិណាបើពិតជាខាតឲ្យឃើញខាតមែនបាទហើយឲ្យប្រព័ន្ធហ្នឹងវាស្មើភាពសម្រាប់គ្រប់គ្នាបាទអ្នកណាក៏មានឱកាសអាចវិនិយោគបានអ្នកណាក៏មានឱកាសអាចរកទទួលទានមានបានគ្រប់គ្នាបាទអត់មានអ្នកណាគួរមានប្រៀបជាងអ្នកណាហ្នឹងជាប្រព័ន្ធមួយដែលយើងគិតថាអាចជួយបង្កើតនៅបញ្ហាខ្ញុំមិនមែនអ្នកសេដ្ឋកិច្ចទេអញ្ចឹងចម្លើយរបស់ខ្ញុំប្រហែលជាមានកម្រិតហើយទីបកទៅសំណួរទី1ខ្ញុំក៏មិនមែនអ្នកបច្ចេកវិទ្យាអ្នកអប់រំអីដែរអញ្ចឹងណាអញ្ចឹងយើងរឿងតើយើងកសាងធនធានពលរដ្ឋយ៉ាងម៉េចដើម្បីឆ្លើយតបនឹងអនិន្នាការបច្ចេកវិទ្យាសកលហ្នឹងហើយខ្ញុំឃើញបងនិយាយរឿងថ្នាក់ទី12ជាយាមធ្វើម៉េចឲ្យបាននិទេស A និទេសអីប៉ុន្តែចេញមកសួរអត់ដឹងអញ្ចឹងយើងត្រូវសួរសំណួរឡើងវិញថាតើដូរសំណួរណាដូរវត្ថុបំណងនៃប្រព័ន្ធអប់រំឡើងវិញតើយើងចង់ផ្ដល់រង្វាន់ទៅដល់សិស្សឆ្នើមដែលបាននិទេសខ្ពស់បន្ទុកខ្ពស់ឬក៏យើងចង់កសាងពលរដ្ឋមួយប្រកបដោយគុណភាពខ្ពស់តើបន្ទុកហ្នឹងនឹងជួយកំណត់កត្តាសមត្ថភាពគាត់តែមួយមុខឬក៏យ៉ាងម៉េចដែរឬក៏យើងមានគំនិតមាន objective វត្ថុបំណងរបស់យើងច្បាស់លាស់ថាត្រឹមចប់ថ្នាក់ទី12កូនសិស្សចេះអីខ្លះឬត្រឹមចប់ថ្នាក់ទី12កូនសិស្សត្រូវតែបាននិទេស E យ៉ាងហោចដើម្បីជាប់ទៅរៀនមហាវិទ្យាល័យតើចំណេះជំនាញដែលយើងត្រូវប្រើនៅមហាវិទ្យាល័យហ្នឹងពីថ្នាក់ទី6មកមិនដល់ថ្នាក់ទី1ទេត្រឹមថ្នាក់ទី6មកទី7ទី8 9 10 11 12ហ្នឹងពួកគាត់ត្រូវបានត្រៀមខ្លួនត្រូវបានលុតដប់អីខ្លះបញ្ហាជំនាញទុនជំនាញរឹងដែលយើងត្រូវការដើម្បីរៀននៅសាកលវិទ្យាល័យសូម្បីតែបញ្ហាក្នុងការធ្វើការងារក្រុមដឹកនាំក្រុមការធ្វើបទបង្ហាញការអីហ្នឹង
តើពួកគាត់ចេះនៅត្រឹមថ្នាក់ទី12តើពួកគាត់អាចយកជំនាញចំណេះជំនាញទុនតូចហ្នឹងអាចទៅប្រើនៅសាកលវិទ្យាល័យបាននៅអញ្ចឹងបើយើងដូរសំណួរថាតើយើងចង់ឲ្យរង្វាន់ទៅសិស្សដែលមាននិទេសខ្ពស់ឬក៏យើងចង់កសាងសមត្ថភាពជំនាញសម្រាប់កូនសិស្សដែលជាគោលបំណងធំរបស់វិស័យអប់រំអាហ្នឹងជាចម្លើយខ្លីរបស់ខ្ញុំហើយសម្រាប់សំណួរបន្ទាប់រឿងបច្ចេកវិទ្យាតើកម្ពុជាគួរធ្វើបែបណាខ្ញុំគិតថាកម្ពុជាយើងមកដល់ម៉ោងនេះយើងហាក់ដូចជាមានទឹកមាត់អត់តាន់ប្រៃទេក្នុងការចូលរួមប្រកួតប្រជែងណាតើមានកម្លាំងយើងក៏នៅខ្សោយរឿងហ្នឹងអញ្ចឹងមានការងារច្រើនទៀតដែលយើងត្រូវធ្វើហ្នឹងហើយប៉ុន្តែក៏មុននឹងចង់ធ្វើអីមួយក៏ត្រូវតែសួរខ្លួនឯងដែរថាហ្នឹងពិតជាសកម្មភាពដែលយើងត្រូវធ្វើមែនអត់ពិតជាយើងត្រូវការកម្ពុជាចូលរួមប្រកួតប្រជែងមែនអត់ពិតជាត្រូវការឲ្យរើសមែនអត់បើយោបល់ខ្ញុំមកដល់ម៉ោងនេះក្នុងបរិបទបែបនេះដូចសំណួរខាងដើមដែរយើងនិយាយរឿងតើកម្ពុជាប្រទេសតូចនិងប្រទេសដែលមានអំណាចមធ្យមផ្សេងទៀតហ្នឹងគួរអង្គុយស្ងៀមចាំទទួលវាសនាដែលមហាអំណាចចោលយើងឬក៏មិនឬក៏យើងធ្វើសកម្មភាពអីមួយដើម្បីមានភាពម្ចាស់ការជាងមុនកំណត់ថានេះជាវាសនារបស់ខ្ញុំអាហ្នឹងក៏អាចនិយាយបាននៅក្នុងវិស័យបច្ចេកវិទ្យាដែរតែយើងចង់រុញដល់ណាហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមិនមែនអ្នកជំនាញបច្ចេកវិទ្យាទេប៉ុន្តែខ្ញុំចង់លើកទឹកចិត្តដែរឲ្យចាប់យកណាអា10អត់ឲ្យរុញចេញទេអា10ហើយធ្វើម៉េចសមារណកម្មអាហ្នឹងជាមួយការរៀនការធ្វើការរបស់យើងរាល់ថ្ងៃហើយសួរខ្លួនឯងរហូតត្រូវមានអាសំណួរបបកខ្មែរអញ្ចឹងហៅសំណួរផុតពូជ existential question ណាតើ10ឆ្នាំខាងមុខខ្ញុំធ្វើអី5ឆ្នាំខាងមុខខ្ញុំធ្វើអីនៅពេលកិច្ចការអស់ហ្នឹងត្រូវបានជំនួសបានតែខ្ញុំត្រូវរៀនអីថ្មី5ឆ្នាំទៅមុខ10ឆ្នាំទៅមុខ10ឆ្នាំទៅមុខប្រហែលជាអត់មានគ្រូឧទ្ទេសចឹងទៀតទេមើលទៅអាច AI អង្គុយនិយាយប្រាប់មើលតែ screen ក៏ឃើញបាទមកដល់បច្ចុប្បន្ននេះបើយើងឲ្យ AI ធ្វើ content ដូចខ្ញុំនិយាយអញ្ចឹងយើងសួរ AI ទៅហើយយើងដាក់មុខមនុស្សឲ្យនិយាយទៅចង់បានសម្លេងខ្ញុំក៏បានដែរដាក់នៅ screen ហ្នឹងហ្មងបាទសំខាន់យើងបរៀនវាឲ្យធ្វើអីខ្លះចង់និយាយអីខ្លះសួរវាអីខ្លះតាមពិតគេធ្វើបានច្រើនគាត់ថាវាមិនទាន់ដល់បញ្ញាមនុស្សហ្មងទេបាទអញ្ចឹងត្រូវចោទសួរខ្លួនឯងអាសំណួរផុតពូជនឹងរហូត existential question ហ្នឹងបាទតើយើងធ្វើអីបានអីទៅជាទូនទីរបស់យើងអីទៅជា agency របស់យើង human agency របស់យើងក្នុងពេល10ឆ្នាំខាងមុខបាទឬក៏100ឆ្នាំទៅមុខបាទអរគុណ